ចង់ឲ្យសង្គមសន្តិភាពតែមនុស្សនោះសន្តិភាពមុនអាហ្នឹងហេតុផលវិញមនុស្សដែលសន្តិភាពទៅបានតែមនុស្សមានសិលធម៌យកមកហេតុផលមិនទេវតាមកសាងសន្តិភាពឲ្យស្រុកខ្មែរបានទេណាណាយ៉ាងចង់ឲ្យសង្គមសន្តិភាពតែមនុស្សសន្តិភាពមុនមនុស្សសន្តិភាពទៅបានតែមនុស្សមានសិលធម៌ហេតុផលដែរតែអត់សិលធម៌ហើយមានសន្តិភាពណាបានសូមនមស្ការចំពោះព្រះចិនស្រីដ៏បរិសុទ្ធដែលផ្ដល់នៅសេចក្តីបរិសុទ្ធដល់ជនមិនបរិសុទ្ធទាំងឡាយផងចំពោះព្រះធម៌ផងចំពោះព្រះសង្ឃផងដោយសិរសាគឺត្បូងអស់កាលមិនដាច់សូមប្រគេនពរចំពោះព្រះថេរានុថេរៈគ្រប់រូបទាំងឡាយដែលមានព្រះសង្ឃគណៈកម្មការនិងអាចារ្យវត្តខូសិតារាមហៅវត្តតោឧបាសិកាជេងព្រមទាំងកូនចៅនិងគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសពួកព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយស្រស់ស្រួលមូលមតិគ្នាដើម្បីប្រារព្ធពិធីពុទ្ធាពិសេសនិងតម្កល់ព្រះត្រៃបិដកនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសពួកដើម្បីជាប្រយោជន៍ដល់លោកគ្រូអ្នកគ្រូសាសានុសិស្សគោរពជាគុណព្រះសម្មាសម្ពុទ្ធនឹងបានសិក្សាស្វែងយល់មេរៀនព្រះធម៌ជាពាក្យព្រានប្រដៅនិងនាំមកនៅសេចក្តីសុខសន្តិភាពនៅក្នុងកម្មវិធីនេះមានញោមញាតិពុទ្ធបរិស័ទច្រើនរួមទាំងព្រះសង្ឃនៅវត្តខូសិតារាមនឹងផងដែលបានផ្ដួចផ្ដើមឡើងក៏មានបុណ្យពុទ្ធាពិសេសហើយនឹងដង្ហែគម្ពីរបត្រៃបិដកដើម្បីមកតម្កល់នៅក្នុងវិទ្យាល័យពួកហ្នឹងផងក្នុងឱកាសនេះអាត្មាភាពបានទទួលភារៈនិមន្តលោកនាយកសាលានិងលោកគ្រូអ្នកគ្រូដើម្បីមកសម្ដែងធម៌ទេសនាធម៌ទេសនានេះជាធម្មទានចែកជូនដល់ញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ដើម្បីឲ្យចម្រើនកើតបញ្ញាធម្មទាននេះឈ្នះអស់ទានទាំងឡាយទាំងពួងព្រោះធម្មទាននឹងឲ្យញោមញាតិអ្នកដែលបានស្ដាប់ហើយយល់ហេតុផលក្នុងហេតុផលព្រះពុទ្ធសាសនានឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងអំពីហេតុផលទាំងអស់អ្វីកើតនៅលើលោកនេះសត្វតែមានហេតុមានផលសម្រាប់ញោមញាតិពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនាមិនបានជឿហេតុផលទេនេះវាខុសប្រឆាពុទ្ធសាសនាជឿការបន់ស្រន់ទៅវិញជឿបន់ស្រន់មានតែហេតុក៏អត់ផលដែលជនណាមួយបានទទួលផលពីការបន់ស្រន់វាអត់មានការបន់ស្រន់របស់មនុស្សអានេះជាហេតុហើយសុំឲ្យអតិទេពទេវតាព្រះឥន្ទ្រព្រហ្មប្រទានឲ្យនៅអ្វីដែលខ្លួនចង់បានហ្នឹងបន់ដល់ពិសកខ្មៅទៅសក់សក៏មិនដែលបានទទួលអំណោយអីបន្តិចបន្តួចពីទេវតាព្រះឥន្ទ្រព្រហ្មប្រពន្ធលោកបដិសេធចោលថាវាអត់ប្រយោជន៍មានប្រយោជន៍ពូជពងវង្សតកូលរបស់ព្រះសម្មាសម្ពុទ្ធស្ថិតនៅក្រោមលទ្ធិបន់ស្រន់ហ្នឹងឯង
លទ្ធិព្រាហ្មណ៍តែព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឡើងលោករំពឹងមើលដោយបញ្ញាញាណជំនឿនេះគ្មានប្រយោជន៍អីសោះតែពូជពងវងត្រកូលចដូនចតាលោកនៅក្រោមឥទ្ធិពលនឹងទាំងអស់ដល់លោកយល់ដោយព្រះបញ្ញាញាណដូច្នោះហើយក៏លោកបង្វិលlạiជំនឿបន់ស្រន់នោះឲ្យកវែងចោលទៅឲ្យមកជឿហេតុនឹងផលប៉ុន្តែពុទ្ធសាសនាសរុបឲ្យខ្លីគឺជឿហេតុផលព្រោះអ្វីទាំងអស់នៅលើលោកសត្វតែមានហេតុមានផលប៉ុន្តែញោមញាតិពុទ្ធបរិស័ទអត់បានសិក្សាពុទ្ធសាសនានេះមានគម្ពីរបត្រៃបដកឲ្យជាគោលនឹងពីអវាទទូលមានពេញបដៅពុទ្ធហើយយើងអានទៅយើងមើលក្នុងនោះទៅឃើញថាសត្វតែប្រកបដោយហេតុផលនេះសម្រាប់ពុទ្ធសាសនាហេតុផលធៀបឧបមាដូចជាផ្កាឈូកនេះដែលញោមញាតដាក់បូជានៅព្រះធម៌នៅក្នុងមុខក្រែនេះឬក៏ផ្លែឈើផលានុផលគ្រប់បែបហ្នឹងផ្លែឈើផ្លែក្រូចផ្លែស្វាយជាដើមហ្នឹងហៅផលានុផលផ្កានេះហៅបុប្ផាផលផលសួរថាផលនេះវាកើតពីអីកើតពីអ្វីថាកើតពីហេតុបើវាមានដើមឈូកទេក៏អត់មានផ្កាឈូកទេបើវាមិនមានដើមដូងក៏គ្មានផ្លែដូងបើមិនមានដើមក្រូចក៏វាអត់មានផ្លែក្រូចនេះពុទ្ធលោកសំដែងចឹងច្បាស់លាស់ហ្មងជាស្ដែងដល់ភ្នែកញោមញាតិពុទ្ធបរិស័ទទាំងអស់រហូតដល់មកពូជមនុស្សទៀតញោមញាតិជាឪពុកម្ដាយជាកូនក្ដីមានដែលយល់ពីហេតុផលណាម៉ែឪពេលណាគាត់ថាឯងនឹងកូនអញកូនប្រុសស្រីថាលោកឪពុកម្ដាយជារបស់អញនិយាយយ៉ាងទេបងនិយាយបែបនោះអត់យល់ទេព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាខ្លួនយើងកូននេះវាជាផលម៉ែឪជាហេតុនេះលោកណាស់អញ្ចឹងអត់យល់បើវាមិនមានហេតុនោះអត់មានផលទេហើយដល់ខ្លួនយើងជាផលវាត្រឡប់ទៅជាហេតុវិញនោះបានកូនយើងបានចៅនឹងជាផលចៅដែលជាផលវាត្រឡប់ទៅជាហេតុវិញបានចៅទួតជាផលចៅទួតជាផលត្រឡប់ទៅជាហេតុវិញបានចៅលួនណាចៅលាសត្វផលហេតុផលហើយផលវាត្រឡប់ទៅជាហេតុវិញអញ្ចឹងបើទៅខាងលើវិញលោកឪពុកម្ដាយដែលជាហេតុរបស់យើងនោះលោកជាផលរបស់ដូនតាម៉ែឪជីដូនជីតានឹងដែលជាហេតុរបស់ម៉ែឪយើងគឺជាផលរបស់យាយទួតាទៅវាតហេតុផលនេះពុទ្ធលោកបញ្យល់អាស្រ័យនេះពុទ្ធសាសនាថាអ្វីដែលមិនមានហេតុផលបដិសេធចោលថាអត់ប្រយោជន៍បានជាព្រះសម្មាសម្ពុទ្ធលោកបង្រៀនមនុស្សក៏បញ្យល់ពីឲ្យមនុស្សធ្វើការងារធ្វើការដោយកាយដោយវិជ្ជាដោយចិត្តដែលញោមញាតែងនិយាយថាកាយកម្មវិច័យកម្មមនោកម្មបើដល់យើងនិយាយតែភាសាបាលីទៅក៏អត់យល់ហើយយើងកាន់ពុទ្ធសាសនានេះជាបុគ្គលដែលជឿកម្មនិងផលរបស់កម្មកម្មគឺអំពើដែលយើងធ្វើណាវាចេញជាប្រយោជន៍មកថាផលនឹងវាចេញពីអំពើដែលយើងធ្វើនេះថាជាបុគ្គលដែលជឿកម្មនិងផលរបស់កម្មសម្រាប់ពុទ្ធសាសនាយើងជឿបែបហ្នឹងទេនេះសំសង្ខេបដែលខ្លីបញ្យល់ញោមញាតិពុទ្ធបរិស័ទគ្រប់គ្នាជាពិសេសគឺសាសានុសាសក
គ្រប់គ្នាទាំងអស់កម្មរបស់យើងគឺខំរៀនខំសូត្រទន្ទិញមេរៀនអីដែលលោកគ្រូលោកបង្ហាញឲ្យប្រាប់ហ្នឹងអានឹងបានជាពុទ្ធសាសនាមិនលោកគ្រូបង្ហាត់បង្រៀនឲ្យមេរៀនយើងរៀនអត់បានរៀនដល់ពេលប្រឡងភ័យនៅទៅបានអរុបអរៈអ្នកតាឲ្យជួយពុទ្ធសាសនាពុទ្ធលោកមិនរៀនចឹងឯណារៀនឲ្យពឹងខ្លួនឯងគឺរៀននឹងឯងបើមិនខំរៀនទេមិនបាច់ទៅបន់ទេគ្មានយាយទេពឯណាតារាជឯណាមកជួយធ្វើវិញ្ញាសាប្រឡងនឹងឲ្យទេថាមិនរៀនក៏ប្រឡងធ្លាក់ឲ្យបងតែដល់គេរៀនចេះពិបាកទៅបន់ស្រន់ណានាំឲ្យជំពាក់បំណុលគេណាអត់ទេបងអ្នកអាត្មាសំដែងប្រាប់ដោយត្រង់យ៉ាងមកបើអ្នកជឿបន់ស្រន់ជ្រុលហើយអត់សប្បាយចិត្តនឹងអាត្មាទេបន្ទោះសប្បាយមិនសប្បាយមិនឲ្យគិតសរង្គមទៅខណ្ឌអាត្មាប៉ុន្តែអាត្មាមកនេះគឺនាំយកពុទ្ធដីការបស់ពុទ្ធមកប្រាប់អ្វីដែលមិនមែនពាក្យទូលមានរបស់ពុទ្ធគឺអត់នាំយកប្រាប់បើប្រាប់កថាហ្នឹងមិនមែនទេឲ្យកវែងចោលប្រាប់ឲ្យច្បាស់លាស់វាសោញញែកជ្រាបដល់សំសង្ខេបប្រមាត់ណាសញ្ចោរឿងដែលអាត្មាចង់ប្រាប់ដល់ញោមញាតិសាសានុសាសទាំងអស់មុនគេគឺសុជីវធម៌របស់សង្គមអានេះខ្មែរយើងខ្វះខាតច្រើនណាស់សុជីវធម៌របស់សង្គមពិភពលោកខាងពួកអឺរ៉ុបពួកអាមេរិកអីនៅក្នុងទីប្រជុំមនុស្សច្រើនគេហាមមិនឲ្យយកដៃទៅកេះអាចភ្នែកទេគណៈប្រជុំចឹងគេមិនឲ្យយកដៃទៅខ្វេះទៅជាខ្វះអាចទៅជាទេចាគេមិនឲ្យយកដៃទៅលូកអាចកេះអាចច្មោះទេសត្វអាពីអាចទាំងអស់អានេះសម្រាប់ពួកអឺរ៉ុបជាមនុស្សទូទៅហាមដាច់អានេះសូមឲ្យសាសានុសាសទាំងអស់ចាំចូលក្នុងប្រជុំអត់ត្រូវការធ្វើយ៉ាងទេប៉ុន្តែយើងមិនដឹងគេប្រជុំទៅនៅឃើញទៅយកដៃទៅកេះអាចភ្នែកទៅកេះអាចទៅជាទៅកេះអាចច្មោះពួកអរំតែវាឃើញវាស្រេចផ្លិតមិត្តផ្លិតកគេខ្ពើមប្រពាក្យថាអាចទាំងអស់នៅក្នុងហ្នឹងណាអាចភ្នែកអាចទៅជាអាចច្មោះហាមដាច់ខាតនេះសាកលលោកកាលណាបើយើងទៅលូកទៅខ្វែងអញ្ចឹងពួកអឺរ៉ុបបើឃើញវាស្រែកលន់មាត់លន់កកណ្ដាលប្រជុំណាគេខ្ពើមខ្លះគេក្អួតគេចង្អោទៀតហ្នឹងណៃត្រូវចង់ចាំចូលទៅកាន់អង្គប្រជុំតូចធំកុំនេះហាមដាច់ខាតបើកាលណាយើងទៅចូលអង្គប្រជុំនឹងពួកអឺរ៉ុបពួកស្អីគេឃើញយើងធ្វើអញ្ចឹងគេមើលងាយយើងតំពួយក៏ពួយខ្មែរហ្នឹងឯងតែយើងអត់ចេះអត់ដឹងអីហ្នឹងហ្នឹងសិលធម៌នៅក្នុងសង្គមហើយមួយទៀតសង្គមពួកបរទេសកាលណាគេចូលមកកាន់ទីប្រជុំអញ្ចឹងគេអត់និយាយគ្នាទេស្ងៀមត្រូវការនិយាយអីគេខ្សឹបគ្នាខ្មែរយើងអត់ទេណាបងឲ្យតែជួបជុំក៏និយាយគ្នាលឺឲ្យក្រៅជាការលោកទេសនាមិនទាំងស្ដាប់អត់លោកទេសនាទៅអាខ្លួនឯងទៅជ័យគ្នាណោះមានចម្រើនមានបានស្ដាប់សាច់ធ្វើទួធ្វើឯណានឹងចម្រើនបញ្ញានឹងកើតនឹងអត់ទេណាបងត្រូវស្ដាប់មានអ្នកសំដែងមានអ្នកស្ដាប់អើយបើនិយាយពីពុទ្ធវិន័យព្រះសង្ឃសំដែងធ្វើសូត្រធ្វើបរិស័ទមិនស្ដាប់ត្រូវឈប់ភ្លាម
បើសំដែងតទៀតលោកអ្នកសំដែងត្រូវអាបត្តិទុកគាត់គ្រប់ម៉ាត់អ្នកអាត្មាប្រាប់ទោសចឹងបងប្អូនលោកកញ្ញាចុះបើយើងសំដែងឲ្យមនុស្សស្ដាប់បើមនុស្សអត់ស្ដាប់សោះមានគុណប្រយោជន៍ឲ្យបានត្រូវឈប់អានេះវិន័យក្នុងពុទ្ធសាសនាបើនៅតែសំដែងយើងក៏សំដែងធ្វើគេក៏ទៅជែកគ្នាទៅយើងអ្នកសំដែងត្រូវអាបត្តិទុកគាត់រាល់តែម៉ាត់ហើយមានទោសទេណាអ្នកអាត្មាប្រាប់ក្នុងពុទ្ធបញ្ញត្តិរបស់ពុទ្ធសាសនាពីសម្រាប់ពួកអឺរ៉ុបអីតែបញ្ចូលទីប្រជុំយ៉ាងគេអត់និយាយនេះទេគេស្ងប់ស្ងៀមមានកិច្ចការអីដែលគួរនិយាយគេខ្សឹបគ្នាបងគេអត់បញ្ចេញសំឡេងឲ្យឮកឹកកងដល់ថ្លង់ដល់អ្នកដតីនៅក្បែរគេធុញទ្រាន់គេស្ដាប់ធ្វើក៏វាមិនបានស្ដាប់អីក៏វាមិនបានឯគេថារំខានដល់អ្នកដែលគេស្ដាប់ហ្នឹងអានេះសូមឲ្យចាំពុទ្ធសាសនានិយាយពីថ្ងៃមួយព្រះសម្មាសម្ពុទ្ធលោកពុទ្ធដំណើរមានព្រះសង្ឃជាបរិវារនិមន្តទៅតាមអមដំណើរនោះ500អង្គវិមានមកក្រុមទៀតសបិយបរិពាជៈនិងព្រហ្មទត្តមានអុកនឹងកិត្តការពួកសបិយបរិពាជៈអ្នកដែលមានបរិវារសាគន់ឲ្យហែហមនឹងមាន500ដូចគ្នាដំណើរស្របគ្នាអញ្ចឹងនៅទៅជាមួយគ្នាអត់មើលគ្នាឃើញសម្រាប់ព្រះភិក្ខុសង្ឃដែលលោកនិមន្តតាមពុទ្ធឲ្យស្ងាត់ងឹតជ្រាបអត់នឿយទេឬសូតែជើងលោកដែលលោកជឿនស្លឹកឈើកែប្រាំងដែលវារុះឬស្រាប់សម្រាប់សបិយបរិពាជៈនិងព្រហ្មទត្តមាននំណាដើរដំណើរទៅមានស្ពាយសម្ពាយផងទូលសនូលផងរែកផងតែជែកគ្នាឲ្យក្រៅពីអ្នកដើរតែអញ្ចឹងព្រហ្មទត្តមាននំគាត់អាចមកមើលដល់ខាងព្រះសម្មាសម្ពុទ្ធលោកកើតសទ្ធាជ្រះថ្លាទាំងព្រះសម្មាសម្ពុទ្ធជាបរមគ្រូហើយនៅព្រះសង្ឃហែហមទៅតាមស្ងាត់មាត់ឲ្យឈឹងឲ្យមានលឺចំណែកពួកឯងនេះលឺមាត់ឲ្យក្រៅដល់និយាយគ្នាពេលតែឈប់ត្រង់ណាក៏និយាយគ្នាតែពីស៊ីពីចកស្រែកគ្នាលឺឲ្យក្រៅតែអញ្ចឹងព្រហ្មទត្តមាននៅតែកើតស្ដីឆ្លាក៏ពោលសរសើរព្រះសម្មាសម្ពុទ្ធមានឥទ្ធិពិសោភិកវៈអរហង្គជាដើមតែអញ្ចឹងព្រហ្មទត្តមាននៅក៏លឺក៏ខឹងឌីលព្រហ្មទត្តមាននៅថាអកតញ្ញូអាមិនស្គាល់គុណគ្រូទៅទៅសាសមណៈគោដមដែលមិនជាគ្រូរបស់ខ្លួនសម្រាប់គ្រូរបស់ខ្លួនអត់សរសើរជាតែឌីលព្រហ្មទត្តមាននៅចឹងប៉ុន្តែព្រហ្មទត្តមានក៏ជ្រះថ្លានៅមកខាងស្ងប់ឈឹងមកខាងលឺក្រៅណាកាណាគ្រាន់តែអត់និយាយគ្នាគេជ្រះថ្លាដែរដល់យើងនិយាយគ្នាអត់ជ្រះថ្លាបានព្រហ្មទត្តមានកាត់បំបែកខ្លួនចេញពីសបិយបរិពាជៈទៅចូលខាងប្រពុតក៏មានកូនសិស្សគាត់ទៅតាមគាត់ច្រើនមួយចំនួនដែរនេះសូមលើករឿងនេះជាវត្ថុនិទានជាឧទាហរណ៍ឲ្យស្ដាប់មិនដែលគាត់ឲ្យយើងស្ងប់ស្ងៀមនឹងនិយាយគ្នាក្រៅអត់និយាយគេស្អប់គ្រូរបស់ខ្លួនសោះណាតែមិនចូលចិត្តទៀតណាជ្រះថ្លាឲ្យប្រពុតនេះអាត្មាលើកឧទាហរណ៍អាស្រ័យនេះក្នុងទីប្រជុំក្តីតូចធំក្តីយើងកុំនិយាយគ្នាតែចូលដល់ប្រជុំសុំថែរក្សាការស្ងប់ស្ងាត់ដើម្បីឲ្យមានតម្លៃដល់យើងទាំងអស់គ្នាហ្នឹងពួកអឺរ៉ុបក៏ចឹងចូលគេស្ងប់ឈឹងតែយើងនិយាយនេះគេឌីលពូជខ្មែរហ្នឹងវាថោកទៀតទៅទៀតនេះប្រយ័ត្នការពារមួយការសំដែងធ្វើនេះអ្នកដែលស្ដាប់ធ្វើបានក៏បានអ្នកដែលមិនបានក៏មិនបាននៅមិញហ្នឹងព្រមតអូនតអែប្រាប់ថាព្រះសទ្ធំដោយស្គរជ័យព្រះវិន័យដែលរៀងធំណាព្រះសទ្ធំជាស្គរទូងឲ្យបរិស័ទស្ដាប់បានធ
ធ្វើអាណាវាបានត្អូញថាបរិស័ទ4ចម្ពូដោយផ្កាឈូកក្នុងជលឋានយើងបរិស័ទនឹង4ក្រុមធៀបដូចជាផ្កាឈូកដែលដុះក្នុងទឹកផ្កាឈូកមួយក្រុមដុះផុតពីទឹកហើយផ្កាឈូកមួយក្រុមទៀតនៅប៉ំក្នុងទឹកអាក្រុមទី2ទី3នៅពាក់កណ្ដាលទឹកទី4នៅក្នុងភក់នៅក្នុងក៏ក្រិចនៅឡើយហើយផ្កាឈូកដែលដុះផុតពីទឹកគឺនិស័យព្រះអរហន្តលោកសាងបារមីគ្រប់គ្រាន់ហើយផុតពីទឹករងចាំតែពន្លឺសូរ្យឆានគឺព្រះអាទិត្យបញ្ចេញកាំរស្មីមកនឹងរីកបានព្រះពុទ្ធដូចជាព្រះអាទិត្យព្រះធើហ្នឹងដូចជាពន្លឺកាលណាព្រះអង្គសម្ដែងមកការឈប់រីកបាននេះថានិស័យព្រះអរហន្តបញ្ញាលោកខ្លាំងចាប់យកបានតែមកក្រុមទៀតនៅពំក្នុងទឹកអត់ទេណាអត់ទទួលយកបានទេព្រោះនិស័យវាមិនទាន់គ្រប់ហើយមកក្រុមទៀតនៅពាក់កណ្ដាលទឹកកាន់តែជ្រៅទៀតវែងឆ្ងាយបារមីការសំមិនទាន់បានហើយមកក្រុមទៀតនៅក្នុងភក់ណាឃើញទេបានជាពុទ្ធសាសនាយើងនិយមយកផ្កាឈូកមកបូជាព្រោះផ្កាឈូកជាវារិកជាតិពូជនៅក្នុងទឹកក្នុងភក់បើកាលណាលូតលាស់ចេញពីភក់មកអត់ប្រឡាក់ជាប់ដោយភក់សាមន្តលីទេញញឹមមើលពូជនៅក្នុងភក់ដូចជាពូព្រះអរហន្តអ្នកដែលមានកិលេសយើងរាល់គ្នាដូចជានៅក្នុងភក់ក្នុងជ្រំតែដល់លូតលាស់ផុតមកអត់មានប្រឡាក់ដោយភក់ដោយជ្រំទេគឺស្អាតបរិសុទ្ធមើលប្រាជុហើយឧទាហរណ៍ចាំនេះនិយាយពីបរិស័ទ4ចម្ពូមួយអ្នកដែលរះផុតពីទឹកហើយទទួលយកធ្វើបានអ្នកនៅពំទទួលយកបានអាស្រ័យហេតុនេះយើងទាំងអស់គ្នានេះជាពុទ្ធបរិស័ទជាទាយកទាយិកាបាសកបាសិកាហើយនឹងសិស្សានុសិស្សអស់យើងកំពុងតែសន្សំនៅបញ្ញាគឺការសិក្សារៀនសូត្រនេះបងត្រូវស្ដាប់ព្រោះនៅធម្មិកថាដែលអាត្មាខំសម្ដែងក្នុងឱកាសថ្ងៃនេះដើម្បីនឹងផ្ដល់នៅចំណេះចេះដឹងដល់អ្នកទាំងឡាយគ្រប់គ្នាបងព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះអង្គសម្ដែងធម៌ទូលមានព្រានបដោតដល់មនុស្សសត្វទាំងអស់ឲ្យសន្សំបញ្ញានេះសាលារៀននេះជាកន្លែងសន្សំបញ្ញាគឺមានលោកគ្រូអ្នកអានច្បាប់ទម្លាប់ដទៃនានាឲ្យយើងស្ដាប់យើងត្រូវស្ដាប់ហើយនៅមេរៀនទៅច្បាប់នោះព្រោះអ្វីដែលនៅក្នុងសាលារៀនច្បាប់ដែលគេសម្ដែងមកសត្វតែគេសម្រិតសម្រាំងអស់ហើយអត់មានអីប្រហាក់ប្រហែលទេគឺវាត្រឹមត្រូវអស់បើដូចជាមេលេខដែលគេហៅ2 ដងគឺ4ហើយប្រកាសច្បាស់អញ្ចឹងមិនមែន2 ដង6ទេអានេះវាខុសអាច្បាប់នៅក្នុងសាលាលោកអ្នកប្រាជ្ញលោកសម្រិតសម្រាំងអស់ហើយមកឲ្យយើងខំរៀនខំសូត្រដើម្បីធ្វើឲ្យយើងចម្រើនលូតលាស់ដោយបញ្ញានេះជាអវាទរបស់ព្រះពុទ្ធហើយឲ្យយើងបំបត្តិសេចក្តីល្ងងចេញនេះជាពុទ្ធសាសនានេះពាក្យទូលមានព្រានបដោតរបស់ព្រះពុទ្ធហើយពូជមនុស្សយើងវាមិនដូចពូជសត្វដេរឆានទេសត្វដេរឆាននិងមនុស្សខុសគ្នាតែមួយវា3ដូចគ្នាបងដូចគ្នាទី1
សត្វនិងមនុស្សដែលរស់បានតាំងនៅលើโลกនេះព្រោះអាហារត្រូវបរិភោគអាហារដូចគ្នាបើកណ្ដាអាហារវាខុសគ្នាមនុស្សបរិភោគបាយទៅសម្លទៅគោក្របីបរិភោគស្មៅចំបើងអីទៅក៏ជាអាហារដែរសត្វដតីទាំងអស់សត្វទឹកសត្វគោកឲ្យត្រូវតែបរិភោគអាហារហើយទី1ដូចគ្នាទី2សត្វនិងមនុស្សចេះភ័យចេះខ្លាចនឹងអាយុជីវិតដូចគ្នាទាំងអស់ខ្លាចស្លាប់ក៏ឃើញមានសញ្ញាអីមកប៉ះពាល់ដល់រូបរាងកាយនឹងកិច្ចស្ទុះរត់ចេញខ្លាចសេចក្តីស្លាប់ដូចគ្នាសត្វអីយ៉ាងចឹងបងមនុស្សដូចគ្នាទី3មានញីមានឈ្មោលមានស្រីមានប្រុសដូចគ្នាដូចគ្នាទាំងអស់នេះអាត្មាសូមជម្រាបធម្មជាតិដែលបង្កើតមកមានស្រីមានប្រុសមានញីមានឈ្មោលហើយមានពួកមនុស្សខ្លះប្រព្រឹត្តទៅវាខុសធម្មជាតិស្រីនិងប្រុសប្តីប្រពន្ធមួយលោកថាបវេនីសត្វលោកប្រពុតលោកសំដែងសំបីដើមឈើរុក្ខជាតិក៏មានញីមានឈ្មោលដែរណាសត្វដេរឆានក៏មានញីមានឈ្មោលដែរអានឹងលោកពោលទៅធម្មជាតិដែលសាងមកផ្ដល់មកឲ្យបំរើចឹងសម្រាប់ប្តីប្រពន្ធស្រីប្រុសរួមរយៈគ្នាលោកហៅធម្មរយៈគៈប្រព្រឹត្តរួមសម្បាត្រឹមត្រូវតាមធ្វើប្រពុតលោកសង្កល់មិនខុសទី2អធម្មរយៈគៈប្រព្រឹត្តធ្វើមិនត្រឹមត្រូវឪពុកស្រឡាញ់កូនម្ដាយស្រឡាញ់កូនឯងហ្នឹងអាហ្នឹងអធម្មរយៈគៈប្រពុតលោកបដិសេធអត់ទទួលទេទី3មិច្ឆាធម្មៈនេះអាស្រ័យស្រឡាញ់ស្រីប្រុសស្រឡាញ់ប្រុសឥឡូវពិភពលោកព្រះអាពីរហ្នឹងអធម្មរយៈគៈហ្នឹងមិច្ឆាធម្មៈប្រពុតលោកបដិសេធអត់ទទួលស្គាល់ទេទទួលស្គាល់តែធម្មរយៈគៈគឺស្រីប្រុសប្តីប្រពន្ធនេះសូមឲ្យចាំសប្តាហ៍ថ្ងៃប្រទេសខ្លះគេបង្កើតច្បាប់ហើយគេអនុញ្ញាតឲ្យមនុស្សប្រុសស្រឡាញ់មនុស្សប្រុសស្រីស្រឡាញ់ស្រីគេបង្កើតច្បាប់យ៉ាងតែសម្រាប់ពុទ្ធលោកហាមដាច់លោកអត់ឯកភាពផងទេកាលណាបើឲ្យមនុស្សនេះប្រព្រឹត្តទៅតាមហេតុដោយឪពុកស្រឡាញ់កូនកូនស្រឡាញ់ម៉ែអីហ្នឹងស្រីស្រឡាញ់ប្រុសលោកថាដល់យូរទៅសង្គមពីមនុស្សនេះទៅជាសត្វដេរឆានទាំងអស់មកលោកយកចឹងលែងស្គាល់គ្នាហើយណាតោងវាអត់អោយចឹងបាននេះសំឲ្យស្ដាប់ជាពិសេសសាសនានៅវិទ្យាល័យពូនឹងឯងអត់បានដែរអ្នកកាន់ពុទ្ធសាសនាត្រូវយើងប្រព្រឹត្តទៅតាមធម្មជាតិដែលផ្ដល់គឺស្រីស្រឡាញ់ប្រុសប្រុសស្រឡាញ់ស្រីជាប្រវេណីសត្វលោកនេះអាត្មាសំដែងហាម5ឲ្យកុំឲ្យមានស្ដាប់បានទេសាសនាហ្នឹងនឹងហាមអ្នកកាន់ពុទ្ធសាសនាអត់បានទេសម្រាប់អាត្មាបើទៅប្រជុំក្នុងគេក្រុមណាគេសម្រេចថាធ្វើច្បាប់ឲ្យពួកនឹងស្រឡាញ់គ្នាបានអាត្មាអត់ចូលទេតែជែកថាអត់ទទួលទេព្រោះព្រះសម្មាសម្ពុទ្ធជាគ្រូលោកបញ្ញត្តិឲ្យអាត្មាអត់ឲ្យទេបើខុសជាមួយនឹងប្រពន្ធមិនខុសតាមអ្នកឯងទេនេះទៅអត់ស្អីបងតែមនុស្សលើសត្វមួយគឺមានធម្មសញ្ញាធម្មសញ្ញាគឺតួបញ្ញាមនុស្សយើងកើតមកមានពូជបញ្ញាគ្រប់តែគ្នាបងនឹងយ៉ាង
សត្វដេរឆានអត់មានទេប៉ុន្តែពូជបញ្ញារបស់មនុស្សអាស្រ័យនេះអ្វីដែលជាចំណេះចេះដឹងក្នុងសាលានេះគឺអាចពង្រីកបញ្ញាអ្នកទាំងអស់គ្នានោះឲ្យរីកធំចម្រើនហើយព្រះសម្មាសម្ពុទ្ធលោកឲ្យយើងសំបញ្ញាអញ្ចឹងឯងខំរៀនខំស្ដាប់លោកគ្រូអ្នកគ្រូបញ្យល់បានយើងមានបញ្ញាឬពាក្យថាបញ្ញាហ្នឹងជាភាសាបាលីសំស្ក្រឹតថាប្រាជ្ញាខ្មែរយើងយកមកនិយាយប្រើប្រាស់ក្នុងភាសាយើងបាលីក៏និយាយបញ្ញាក៏និយាយប្រាជ្ញាក៏និយាយប៉ុន្តែអត់យល់អត់ដឹងថាបញ្ញាជាអ្វីប្រាជ្ញាជាអ្វីថាបញ្ញានិងប្រាជ្ញានេះប្រែទៅមានអត្ថន័យថាអ្វីដែលយើងស្គាល់យើងយល់ទីប្រមាយើងស្គាល់ការឈូកអីជាទូបញ្ញាព្រោះសម្រាប់យើងស្គាល់អត់អស់ទេសម្ភារៈនៅលើលោកនេះយើងរៀនតិចក៏ស្គាល់តិចយើងរៀនច្រើនក៏ស្គាល់ច្រើនយើងស្គាល់អត់អស់ទេបងតែអ្វីដែលយើងមិនស្គាល់គឺអត់មានបញ្ញាទេត្រូវរៀនសូត្រទៀតនឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងចឹងបងបើអញ្ចឹងទាំងអស់គ្នានេះវ័យរបស់អ្នកទាំងឡាយនេះកំពុងតែវ័យដែលត្រូវសិក្សារៀនសូត្រហ្នឹងហើយបើអញ្ចឹងខំរៀនសូត្រដើម្បីជាកិច្ចតបស្នងសងគុណដល់លោកឪពុកអ្នកម្ដាយបើឡូវយើងមិនដែលបានគិតអាត្មាប្រាប់បញ្យល់ចាប់តាំងពីថ្ងៃដែលយើងប្រសូតមកកើតមកចេញចាកគឺម្ដាយមកទល់នឹងពេលឥឡូវនេះអាយុ20ឆ្នាំជាងយើងប្រើប្រាស់របស់ប្រាប់របស់មេដាបេដាទាំងអស់ទី1សម្ពុតខោអាវយើងមានតែទៅរកណាលោកពុកអ្នកដៃរកបំរុងយើងទី2មកហូបអាហារយើងមានតែទៅរកណាបរិភោគទៅរបស់គាត់ទី3គេហដ្ឋានផ្ទះសម្បែងណាយើងមានតែធ្វើតែនៅផ្ទះសម្បែងដែលគាត់ធ្វើស្រេចទី4ឆ្នាំព្យាបាលរោគពេលឈឺគាត់នាំយើងទៅព្យាបាលឬរកថ្នាំមកឲ្យយើងព្យាបាលដោយឈឺក្បាលវិលមកឯណានេះរបស់4យ៉ាងនេះលោកឪពុកអ្នកម្ដាយក៏រកបំរុងអស់ហើយអ្នកអាត្មាសំបញ្ជាក់ចឹងម្ល៉េះយើងមានកម្មវិធីមួយគឺរៀនសូត្រប៉ុណ្ណឹងឯងវិជ្ជីវិតរបស់មនុស្សទូទៅនៅលើសាកលលោកពិភពលោកពឹងរបស់4យ៉ាងហ្នឹងឯងដូចគ្នាទាំងអស់ពីពុទ្ធដីការបស់ពុទ្ធលោកសម្ដែងយើងមើលជាតិណាដែលស្រាតនឹងអត់ដូចគោបែអត់ទេត្រូវតែមានសម្លៀកបំពាក់ស្លៀកពាក់ចឹងឯងជាតិណាមួយដែលមិនបរិភោគអាហារទៅទីពឹងហ្នឹងបរិភោគដូចតែគ្នាបាទខ្មែរយើងអាស៊ីបរិភោគទៅបាយបបរទៅបារាំងបរិភោគនំប៉័ងទៅអ៊ីតាលីក៏ភីហ្សាទៅហាំប៊ឺហ្គឺទៅសត្វតែមកហូបទៅអស់ផ្លែកគ្នាសរុបសេចក្តីគឺជាអាហារសម្រាប់មនុស្សហ្នឹងចាពេលទី3ផ្ទះសម្បែងគេហដ្ឋានយើងក៏លេខមកដល់ពិភពលោកណាទៅដេកក្រោមដើមឈើណាដេកហាលថ្ងៃក្រអត់មិនក៏ត្រូវតែមានខ្ទមសសរស័យលនាបស័យជាងបន្ទឹមស័យតបោប្រក់ស្បៅប្រក់ស្រាឲ្យជាទីចម្រោកការពារខ្យល់ការពារភ្លៀងការពារកម្ដៅបិទបាំងរាងកាយរបស់យើងហ្នឹងហើយទី3ទី4ថ្នាំជាបាលរោគ
តែឈឺត្រូវតែរកថ្នាំព្យាបាលនេះប្រពន្ធលោកសំដែងរបស់4យ៉ាងនេះជាគ្រឿងទីពឹងរបស់មនុស្សនៅលើសកលលោកឲ្យឥឡូវពីមុនអាត្មាសំដែងឲ្យកលេចមើលពិភពលោកទាំងអស់អ្នកណាមួយដែលឈៀសពីរបស់4យ៉ាងនេះជីវិតរស់នៅបានអត់ទេមកប៉ុន្តែខ្មែរយើងអត់ដឹងហើយសម្បត្តិខ្មែរយើងហ្នឹងប្រើពាក្យថាបច្ច័យ4ទៀតខ្មែរមកកណាត់បល័យមកកណាត់បល័យបច្ច័យ4ហ្នឹងខ្មែរក៏ប៉ុន្តែបពោលជាបល័យសតចតោបល័យហ្នឹង4បច្ច័យចតោបច្ច័យនេះប្រពន្ធលោកសំដែងរបស់4យ៉ាងនឹងជាទីពឹងរបស់មនុស្សគ្រប់គ្នាទាំងអស់បងនេះថ្ងៃនេះស្ដាប់ឲ្យយល់គិតតម្រូវការវារបស់4យ៉ាងនេះប្រភពវាកើតពីប្រាក់បល័យតាធៈណាំងត្រឹបជាស៊ីចាយអភោគានឹងរបស់ប្រើប្រាស់អភោគានឹងក៏មានធៈណាំងជាប្រភពរបស់ប្រើប្រាស់4យ៉ាងក៏មានប្រាក់ធៈណាំងប្រាក់ចាយនឹងជាប្រភពកាលណាអត់ខ្វះអីមួយគេយកប្រាក់អន្តរចាយបានជាយើងនេះមានធនាគារស្ងាត់នេះបង្កើតធនាគារបារាំងគេហៅបង់អង់គ្លេសគេហៅអីហ៎បែងអាត្មាមិនបានរៀនអង់គ្លេសគេខ្មែរយើងហៅធនាគារគឺបល័យធណាំងគឺប្រាក់អគារៈគឺផ្ទះអធិណាំងនិងអគារៈបពាកគេពីរព្យាង្គតែយកគេមកតសន្ធិចូលនេះទៅគេហៅធនាគារប្រែជាខ្មែរតែផ្ទះដែលគេសម្រាប់ទុកប្រាក់អូនេះយ៉ាងណាបងរួចអារបស់4យ៉ាងវាកើតពីប្រាក់នឹងឯងណាខ្ញុំយកស្ដាប់បានទេហ៎គេខ្វះសម្បត្តិខោអាវគេយកប្រាក់មកទិញខ្វះមកគេយកប្រាក់មកទិញខ្វះផ្ទះសម្បែងគេយកប្រាក់មកធ្វើខ្វះថ្នាំជាបាលរោគគេយកប្រាក់មកទិញតែព្រះសម្មាសម្ពុទ្ធលោកបញ្យល់បំបែកពីអធិណាំងឲ្យយើងយកខ្លះយើងមិនយល់បំបែកមកជាបច្ច័យ4តែញោមញាតឲ្យតែលឺតែបច្ច័យ4ហ្នឹងគិតអើយបច្ច័យ4ត្រូវការប្រសង់លោកប្រើប្រាស់ប៉ុន្តែខ្លួនឯងអ្នកប្រគេនបច្ច័យ4នៅប្រសង់ជាប់ណានឹងដែរអត់ដឹងទេបងថ្ងៃនេះអាត្មាប្រាប់ឲ្យច្បាស់សម្រាប់ញោមញាតក៏ត្រូវការប្រើប្រាស់អត់កិច្ចរួចទេបងមកញោមញាតយល់ទេហ៎យល់ហើយស្ងាត់ឈឹងនឹងសួរទៅបើយល់ស្រែកក្រែវតែយល់ហើយហើយច្បាស់ហើយពីមុនមិនអត់បានយល់ដឹងអីគេសាទរយសួរទៅកំប្រឹងចាអាត្មានិយាយនេះអត់មានប្រយោជន៍អីសោះបងបើអ្នកស្ដាប់ទទួលយកមិនបានអញ្ចឹងអានេះបញ្យល់ឲ្យយល់ហើយបងស្ដាប់ហើយកើតបញ្ញាខ្លួនឯងអូជីវិតមនុស្សដែលត្រូវការពឹងបច្ច័យ4នេះទាំងព្រះសង្ឃទាំងក្រហមពុទ្ធបរិស័ទឲ្យតែមនុស្សលើផែនដីត្រូវការជាប់ក្នុងបច្ច័យ4នឹងអត់ជារួចទេហើយសួរទៅចុះបច្ច័យ4ហ្នឹងមិនខ្លះគេមានទ្រព្យសម្បត្តិឲ្យច្រើនណាស់ផ្ទះថ្មវិឡាឯណាភូមិគ្រឹះណាចុះខ្លះមិនក៏ក្រខ្សត់រកអីស៊ីបាននោះរើសអិតចាយស្ងាយនេះរើសអិតចាយអាត្មាឃើញមកលមកដឹកអញទាំងប្រពន្ធទាំងកូនទាំងអស់ទៅរើសអិតចាយវិញអ្នកបោះសន្រាមតាមថ្នល់វិញអ្នកទៅយាមភូមិគេអ្នកមានកិនទៅបើកទ្វារឲ្យឡានគេចេញចូលសម្អាតភូមិគេណារិចទៅរែងអត់រែកកំបោឲ្យគេធ្វើការសួរមិនមនុស្សអានឹងធ្វើយ៉ាង
ถ้าปูมันนั่งเสิร์ฟในละง่วงแล้วอัดบานรินโซดอัดแม่งจำได้ใจดังไงสำหรับโยมเมียนเด็ดเมียนเติมเมียนสมัติเมียนสารเมียนบีลาเมียนคูบกรือมอปิกิเมียนปัญญาบางทีเราเติมนองบานเนี่ยธรรมะซ้ำเป็นยอดเลยนี่จะปฏิการเราปฏิโลกเราไปโลกสำได้เทียนท่านเนี่ยเมียนปัญญาสมัยมันเมียนเติมซอกก็รอดเอาบานได้เราเป็นยอดเลยกี่โยกปัญญาเราบอกเกตเราเติบเราสมบัติกี่เลิกนี่นะโนตดอโดเดี๋ยวการเราสมบัติสำหรับเนี่ยได้ลงงอัดปัญญาอัดเราเติบไอ้บ้าเดี๋ยวสมัยเมียนเกมมรดกไม่เอาใจอ้อยก็ปมพลานอัดพวงเนี่ยจนไม่เอาเนาก็ดำใบอ้อยซีเธอเตี้ยอ้อยเนาสับแบบอย่างนั้นอัดไปเกิดตั้งเมียนนาดำใบอ้อยซีหนังอันนั้นเตือนชะลอจังเมียนไม่โนตัวลวกสลายไม่เอานะลวกบานไหนมันเมียนติยมติงใบสีตาอ๋อนะสำหรับกินเนี่ยเมียนปัญญาบากิจัลควางดำต้นเราสีกินลวกได้ได้เดี๋ยวกิโยประตำไรได้มอปังรีระบอกกิจะก็อัดยมสีเลยฮะรีระบอกเกี่ยเตี๋ยต้นเราสำหรับเนี่ยก็คือลวกสีมาอะไรเคยเกมียนลานชีมาโตจีโอจังบ้านได้เกดปันอัดบางก็ฐานลานนั่งว่าเท่ากาไอ้กระแต่ลานก็สีเปรงอะมาโตสีเปรงกินเนี่ยเมียนกินเมียนพระกิจำนอระไงระกายโยมาติงเปรงดอกครุนไอเนี่ยละงองเมียนไอดอกเมียนลานอัดสังจะลานเมียนมาโตอัดสังจะมาโตแล้วเธอไม่ถ้าน้องเมียนเมโก้ปีไปมาตะมอตัวโลเมโก้มุ้ยต้องมาติงสั่งจะลานพอนั้นบอกอ๋อตัวโลแทนมุ้ยเตียดยังมาติงอยู่อ๋อโก้เตียดเอ้าเมียนพระนาเงี้ยนะมันจังเคยกินเนี่ยเมียนตุกตามกินแต่เคยตำไรชุกติชุกตามตำไรพนาตำไรเดี๋ยวชูนั่งก็เมากินเมียนจำนวนกินโจระไงระแค่เยื้องไปอัดสอว่านางมวยก่อนนับภาษานั่งได้กลมโลดตามกินแม่เคยกินเมียนล้านชี้ช่องถึงชี้ตามกินก่อนนายเบามันเกินอันนั้นซ้ำไปยอดเลยเจิงไปยอดแล้วไปยอดก็ไม่แย่เบาในสลับต่ออกกันเนี้ยนะศาสนาศาสนามันบอกจะยังความเรียนให้สมรามยืนเกี่ยโกนในการเมาขนมกรอมมาลุกแม่เอาไว้ได้ว่าโต๊ะบุญยางก็รอยังอ่อยแล้วก็ต้องล้วนไอ้นี่เป็นไงเกิดมาเรานี่เราประนะเราติ้งเขาเอาล้วนไอ้เนี่ยพระเราก็ไม่เอาตั้งเอาอันนี้ก็ถ้าโลกเมียนกุนอุปการะมาเลยยืนก็มันได้โง่เด้มันได้โง่หนึ่งยังเตรียมเตียเขาเอาไปเกิดบริโภคมาว่าก็ได้เตรียมเตียยังเตก็เกิดตูนตีเกิดทานนั่นก้อนอันยังมีอันเตือนใจเราไอ้เราแต่ตำนุกผมร้องไอ้เครื่องอุปโภคบริโภคนะก็เกิดตูนตีวิชาตาตูนตียังเชี่ยก้อนเราเถอะไอ้เราเรียนสอนสัมปัญญาไอ้ใจดังดำใบตอบสนองสร้างก้นโลกไอ้ปัญญาสับไงวิเมียนกำรันที่จะเสสัญญาบัตรกำรันถ้าอันนั้นปริญญาบ้านอันนั้นอนุบันเด่นอันนั้นบันเด่นวิเมียนใหญ่การนายังต้องซ้ำกลางเนี่ยกี่เท่าที่ซ้ำสัญญาบัตรยังแต่เมื่อแต่ยังจำในจำนี้ไอ้เอ้ยใบยังบ้านเต็มปริญญาบ้านอนุเด่นคราวมึงกี่ฮะกี่บันเด็กกี่ตรวจตรายังจังไม่ตรวจตรายังเนี่ยตบะปรับบัญจังตราคำรีในตรายตรานในวิเชียตรายตรานในวิเชียคือบันเด็กเรียนไอ้บ้านเตียงใส่เตียงเปล่าในปูสังวิเชียลายปูเนี่ยอาตมาคำเมาเอาการเนี่ยเราไปย้อนเนี่ยต้องเอาคนนี้ก็เอาไปขอทลาเรียนเชียงมาเพยชนะนั่นแต่น่าจอบยังเกิดมือธนาตีมวยสระอา
លោកធៀបដោយយើងធ្វើដំណើរឆ្លងសមុទ្រអច្ឆរៈទី1នៅត្រើយខាងអាយនេះនៅត្រើយជ្រាំងដល់ថ្នាក់ទី2អានាវារបស់យើងវាចេញពីត្រើយជ្រាំងមកកណ្ដាលសមុទ្រទី3ទី4ទី5ប្រឡងវិទ្យាល័យពូនឹងចប់ដល់ឈប់ហើយណាជាងកាម៉ែឪខ្លះបញ្ឈប់កូនទៀតហើយឈប់រៀនដល់មកជួយធ្វើការអញរស់ស៊ីអញរវល់រៀនប៉ុណ្ណឹងបានហើយបញ្យល់ថាមើលណាអញមិនចេះសបអញរស់ស៊ីចិញ្ចឹមពោះអញរស់ចិញ្ចឹមម៉ែជាបញ្យល់កូនចឹងនឹងក្រឋានៈធំម៉ែឪហ្នឹងបើឈប់ខ្លួនឯងបុរាណថាលិចទូកណ្ដាលទន្លេបើម៉ែឪបញ្ឈប់បានម៉ែឪនោះបញ្លិចទូកូនណាយកណ្ដាលទន្លេហើយម្ដាយម៉ែនឹងមានវេរានឹងកូននឹងឯងហើយឪពុកនឹងជាសត្រូវធំរបស់កូនក្នុងជីវិតវេរាយ៉ាងម៉េចកាលណាកូនល្ងងឲ្យម៉ែទឹកភ្នែកទៅសាកូនហ្នឹងក៏វេរាវាជាពីនឹងកូនល្ងងហើយឪទៅជាសត្រូវធំរបស់កូននឹងបានបុរាណថាមានកូនមិនឲ្យកូនសូត្ររៀនចំណេះរបៀនការនានាមេត្តាទុកជាវេរាបិតាទុកជាសត្រូវធំកូនធំពេញរូបពត់មិនឡើងតែល្ងងឲ្យបដៅវាក៏វាមិនស្ដាប់ទៅចេះធំកូនធំពេញរូបពត់មិនឡើងហៅថាមិនថ្កើងក្នុងជំនុំប្រៀបដូចកក់ក្រងចូលប្រជុំកណ្ដាលជំនុំនៃរាជហង្សទៅប្រជុំគេអង្គុយសង្គមមានពេលអីនិយាយគេបើស្ដាប់និយាយមកបយោល្ងងប្រយ័ត្នពេលអ្នកម្ដាយណាប្រយ័ត្នមានវីរានឹងកូនដល់ងាប់ទៅបាត់ភ្នែកមិនចិត្តទៀតណាវាងាប់ទៅនៅបើកភ្នែកអឡោះណាមកពីគិតចិត្តក៏គិតនឹងកូនហ្នឹងខ្លាចវាលំបាកដោយសេចក្តីល្ងងជីវិតហ្នឹងក្រហ្នឹងវាវីរាចុះបញ្ចឹងកុំឲ្យមានវីរានឹងកូនម៉ែឪកុំឲ្យខ្លាចជាសត្រូវរបស់កូនត្រូវឲ្យកូនរៀនសូត្រណែនាំកូនរៀនបើប្រឡងវិទ្យាល័យចប់ឲ្យរៀនតទៀតតកណ្ដាលប្រវាសមុទ្រដល់មករៀនបានបរិញ្ញាបត្រអនុបណ្ឌិតចប់ទៅបុរាណលោកថាមួយទៀតនោះទៅហាប់ដល់កំពង់ឡុងទូយល់ទេដល់វាមិនដល់កំពង់សោះណាតើរៀនយកដល់បណ្ឌិតបានដល់កំពង់ដល់ត្រានត្រើយនៃវិជ្ជាស្រាប់បានទេសាស្ត្រវិទ្យាល័យស្រីប្រុសហ្នឹងមិនចឹងរៀនយកបណ្ឌិតឲ្យបានទាំងអស់គ្នាតាមបានទេអីនឹងប្រយ័ត្នចាំមើលសួរលោកគ្រូអ្នកគ្រូហ្នឹងយកឲ្យបានជីវិតរបស់ខ្លួនមានតម្លៃនឹងសំយល់ឲ្យច្បាស់ធ្វើកិច្ចការរស់ស៊ីឲ្យបានអ្នកដែលមានបញ្ញាឆ្លៀសប្រាត់ឲ្យពលវាំងវៃដឹងកាលនិងសម័យដឹងពេលដឹងវេលាដោយបញ្ញាអ្នកនោះគួរបម្រើកិច្ចការរបស់រាជការបាននេះជាព្រះសិទ្ធសាសនាល្ងងអត់ទៅបម្រើកិច្ចការរបស់ស្ដេចបានទេបម្រើរាជការអត់បានទេលោកប្រាប់យ៉ាងហ្នឹងតែយើងល្ងងហើយប៉ុន្តែបើសិនយើងចេះដឹងឲ្យឆ្លៀសវាំងវៃដឹងកាលដឹងសម័យដឹងពេលដឹងវេលាទាំងអស់យើងអាចបម្រើកិច្ចការរបស់រដ្ឋបានធ្វើជាមន្ត្រីរាជការបានបើថាល្ងងហើយស្រេចហើយបងត្រៀមខ្លួនទៅរើសអេតចាយទៅអានឹងមុខរបរហ្នឹងបាទស្រែកនេះអត់ទាន់ហ៊ូពេលហ៊ូវេលាទេម៉ោងឯនេះមកសម្ដែងគឺដាស់តឿនឲ្យអ្នកទាំងអស់គ្នាកុំឲ្យកវែងចោលការរៀនសូត្រឯសោះហើយលោកម្ដាយលោកយាយលោកតាអ្នកម៉ែលោកឪពុកហ្នឹងសូមឲ្យដាស់តឿនចៅអប់រំកូនស្រីប្រុសរបស់យើងឲ្យតស៊ូរៀនឲ្យដល់ត្រើយត្រាននៃវិជ្ជាហើយប្រពន្ធលោកសម្ដែងទៀតថាបរោះ
មនុស្សប្រុសហ្នឹងមិនសត្វតែជាបណ្ឌិតក្នុងទីសពគ្រប់អន្លើទេឯស្ត្រីនារីហ្នឹងបើមានបញ្ញាឆ្នើមក៏ជាបណ្ឌិតដែរព្រោះលោកឲ្យតម្លៃស្មើគ្នាសម្បានទេបងហើយក៏មកតែយកពាក្យដូនតាថាឯងស្រីឆ្វែកចង្ក្រានជុំមិនអាចរៀនសូត្រអីទេកុំយកពាក្យហ្នឹងមកយកពាក្យហ្នឹងមកមនុស្សស្រីអត់ចេះអីទេហើយវាមិនបានប្រព្រឹត្តទៅតាមពុទ្ធឱវាទពុទ្ធលោកសម្ដែងឥឡូវយើងក៏លេខមើលសក្ខីភាពជាស្ដែងសប្តាហ៍ថ្ងៃយើងមើលស្ត្រីមើលតែក្នុងស្រុកខ្មែរនៅគេធ្វើប្រមុខអភិបាលខេត្តបាននៅបៃលិននៅអីកោះកុងមួយស្រីគេធ្វើប្រធានរដ្ឋសភាបានស្រីគេធ្វើរដ្ឋមន្ត្រីក្នុងផ្នែកនេះផ្នែកនោះឲ្យបានដូចតែគ្នានេះអាត្មាលើកឲ្យឃើញហើយសំដែងឲ្យលើកឧទាហរណ៍ឲ្យឃើញទៀតបងបើអញ្ចឹងក៏ត្រូវតែតស៊ូស្រីក៏ដោយប្រុសក៏ដោយយកបណ្ឌិតឲ្យបានកាលណាយើងរៀនបានដល់ចប់ដល់បណ្ឌិតគេហៅថាបញ្ញាវន្តប្រុសមានបញ្ញាធំទូលំទូលាយស្រីក៏បញ្ញាវន្តីឬបញ្ញាបតីបញ្ញាបតីដូចគ្នាទៅរៀនឲ្យស្រុកគ្នាឲ្យស្មើគ្នាទើបយើងកសាងជីវភាពគ្រួសារយើងបានហើយយើងជាប្រជាប្រដ្ឋដែលមានធនធានគឺកម្រិតវិជ្ជាបានកសាងប្រទេសជាតិបានបើយើងងងឲ្យអត់ទៅរួចទេអត់កសាងប្រទេសជាតិបានទេរដ្ឋាភិបាលលោកជួយមិនក៏ទៅវាមិនរួចព្រោះប្រជាប្រដ្ឋអ្នកកសាងរចនាសម្ព័ន្ធប្រទេសជាតិរដ្ឋាភិបាលលោកអ្នកកសាងរចនាសម្ព័ន្ធសាលារៀនមន្ទីរពេទ្យស្អីឲ្យយើងប្រើប្រាស់ហើយប្រជាប្រដ្ឋល្ងងអីចេះតែប្រើទៅធ្វើអីក៏ធ្វើវាមិនកើតអាហ្នឹងប្រយ័ត្នធ្វើម៉េចឲ្យរក្សាជីវិតរបស់ខ្លួនកុំឲ្យធ្លាក់ទៅកាន់ទីដែលទាបគឺល្ងងខ្លៅនឹងឯងអានេះសំអាត្មាមកតែម្ដងប៉ុណ្ណេះឯងណាប្រាប់ស្ដាប់បានក៏បានក៏រឿងរបស់អ្នកទាំងឡាយរកគ្នាកុំឲ្យបន្ទោសថាគ្មានចាស់ទុំឯណាព្រះសង្ឃអង្គចៅឯណាលោកបបញ្យល់មកប្រាប់ឯងអ្នកអាត្មានាំមកប្រាប់នេះជាពុទ្ធសាសនាពុទ្ធលោកសម្ដែងនាំពាក្យពុទ្ធមកប្រាប់អ្នករាល់គ្នាទេមិនចំណេះវិជ្ជារបស់អាត្មាទេនេះនាំពាក្យរបស់ពុទ្ធមកប្រាប់នឹងសំឲ្យជ្រាបចឹងក្នុងពុទ្ធសាសនានឹងមានរតនៈ3រតនៈប្រែទៅវត្ថុដែលធ្វើឲ្យមនុស្សឆ្លងផុតពីសេចក្តីទុក្ខលំបាករីករាយសប្បាយទី1គឺពុទ្ធរតនៈព្រះពុទ្ធនឹងជារតនៈមួយហើយព្រះពុទ្ធជាមនុស្សដូចយើងដែរមិនមែនទេវតាប្អិនប្រព្រំទេណាចឹងបណ្ឌលោកមានបញ្ញាញាណដល់ក្រៃលែងលើសមនុស្សទេវតានៅលើសកលលោកក្រមមេឃបញ្ញាញាណលោកចាក់ជ្រែកអ្វីក៏លោកដឹងនេះឈ្មោះថាពុទ្ធរតនៈទី2ធម្មរតនៈធម្មរតនៈគឺព្រះធម៌ព្រះត្រៃបិដកនៅគម្ពីរព្រះត្រៃបិដកដែលយើងហែមកតង្កល់នៅកន្លែងនេះគឺជាឱវាទរបស់ពុទ្ធព្រះធម៌គឺព្រះត្រៃបិដកពុទ្ធលោកសម្ដែង45ឆ្នាំណាប្រុសមនុស្សប្រុសទេវតាហ្នឹងឲ្យយកដល់មានផ្នែកគ្រប់ទាំងអស់អប់រំទូលមានបង្រៀនឲ្យមនុស្សដឹងគុណដល់គ្នានឹងគ្នាគោរពគ្នាទៅវិញទៅមកគឺជាប់ជំពាក់តាកតងតែនឹងជីវិតរបស់មនុស្សដែរនេះព្រះធម៌នៅក្នុងនោះមើលទៅព្រះធម៌អត់មានបន់ស្រន់ទេណាបងក្នុងព្រះធម៌3ដកទាំង3អត់មានបន់ស្រន់ទេមានតែធ្វើមានសិលសមាធិបញ្ញាសិលក៏យើងត្រូវធ្វើមិនអង្គុយបន់ឲ្យយើងកើតសិលអត់មានបើយើងមិនមានចេតនាជ្រះថ្លារក្សាសិលក៏អត់យ៉ាងសមាធិក៏ធ្វើតែមិនបន់
ឲ្យនរណាមកធ្វើសមាធិឲ្យយើងទៅខ្លួនយើងបញ្ញាក៏ខ្លួនយើងហ្នឹងដែរបងធ្វើនេះក្នុងបត្រៃបិដកសំដែងពីសិលសមាធិបញ្ញាហ្នឹងហើយដែលជាមេគាជាផ្លូវដែលយើងបរិស័ទនឹងត្រូវតែបដិបត្តិបញ្ញោមញាតិយើងអ្នកកាន់ពុទ្ធសាសនានេះនៅខ្វះខាតច្រើនណាស់បាទអាត្មាមើលទៅនៅតែបន់ស្រន់អួងសួងនឹងច្រើនប្រះចាកមេគារបស់ពុទ្ធសាសនាចាអាត្មាសំដែងធ្វើថ្ងៃណាសំដែងឲ្យធ្វើសេចក្តីបញ្ជាក់ទៀតនេះនិយាយពីការរៀនសូត្រចាំបញ្ចប់ពីការរៀនសូត្រទៅក៏និយាយពីរឿងស្អីពុទ្ធាពិសេសស្អីអីប្រាប់បើសំខាន់បំផុតគឺអាត្មាសំដែងប្រាប់រឿងបញ្ញាអញសំបញ្ញាមកឲ្យបានគ្រប់គ្នាទាំងអស់ពិធីបន់ស្រន់នេះយើងគួរតែឈប់កុំរវល់ខំធ្វើទៅបានមើលទ្រព្យសម្បត្តិដែលយើងរកបានមកក្នុងផ្ទះហ្នឹងទេវតាយកមកឲ្យខាងយើងធ្វើខំរកស៊ីទាំងប្តីទាំងប្រពន្ធកម្លាំងរបស់យើងណាបានអត់បានឡាអាត្មាលើកធ្វើមួយអនាតបិណ្ឌិកសេដ្ឋីញោមញាតិស្គាល់ហើយសេដ្ឋីដែលសាងវត្តចេតពន្ធនឹងថ្វាយចំពោះព្រះសម្មាសម្ពុទ្ធនៅក្រុងសាវត្ថីជាពុទ្ធឧបថៈថ្ងៃមួយអនាតបិណ្ឌនឹងនាំភឿនអតាហាទៅថ្វាយព្រះសម្មាសម្ពុទ្ធនិងព្រះសង្ឃដល់រួចហើយព្រះអង្គសម្ដែងធ្វើប្រោសធម្មនាលកហបតីរបស់5យ៉ាងដែលមនុស្សលើផែនដីគេចង់បានទាំងអស់គ្នាហ្នឹងអ្នកណាក៏ចង់បានដែរចាំមើលអាត្មារំឲ្យស្ដាប់ណាមួយដែលញោមញាតិមិនចង់បានទី1អាយុវែងបើញោមញាតិណាមចង់បាននេះអាយុវែងហ៎គេនៅតែមិនឆ្លើយទៀតហ្នឹងឆ្លើយឲ្យវាក្រៅយ៉ាងមកទី2ពើសម្បល់កាយល្អភ្លឺថ្លាលម្អធម្មជាតិចង់បានទេមានណាមួយអត់ទី3សេចក្តីសុខចង់បានទេហ៎ទី4ទ្រព្យសម្បត្តិនិងយសស័ក្តិចង់បានទេហ៎ដល់ជីវិតចុងក្រោយស្លាប់ទៅឲ្យទៅកើតជាទេវតាក្នុងឋានសួគ៌ចង់បានទេសត្វទៅត្រូវបានចង់បានទាំងអស់បានចុងក្រោយព្រះពុទ្ធលោកបញ្ជាក់ថាមនាលកហបតីរបស់5យ៉ាងនេះមិនមែនបានដោយការបន់ស្រន់ទេណាកហបតីបានដោយការធ្វើទាំងអស់លោកនិយាយថាបានតែអ្នកឯងបន់ស្រន់អត់បានទេយើងនិយាយគឺមើលអាយុវែងបន់សុំឲ្យប្រពុតប្រទានអាយុវែងឲ្យគេឲ្យញោមញាអាយុវែងអត់បានទេតែละជៀសវាងកុំសម្លាប់សត្វតែមកនេះយើងនិយាយនេះហេតុវិញហ្នឹងទេតែយើងសម្លាប់សត្វឲ្យទៅសុំអាយុវែងពីណាតឲ្យយើងបានវិញអត់បើយើងជៀសវាងពីការសម្លាប់សត្វចង់ឲ្យមានពើសម្បល់ភ្លឺថ្លាល្អធម្មជាតិឆ្លោះសាច់ភ្លឺថ្លាមកថាកុំឲ្យសន្សំសេចក្តីខឹងហ្នឹងទុកច្រើនអញ្ចឹងបើញោមញាតិដឹងទេថាណាអ្នកខឹងច្រើនជាងគេដឹងទេអត់ដឹងអ្នកដែលខឹងច្រើនគឺស្ត្រីខឹងក្នុងប្តីនោះមិនជួយរកស៊ីផងក៏ដើរប៉លលែបផឹកស្រារំច្រៀងឯណានោះខឹងរកស៊ីតែឯងចង់ងប់ប្តីអត់រវល់ខឹងក្នុងប្តីជាងកាលទៅមានស្រីញីទៅទៀតកាន់តែខ្លាំងទៀតខឹងក្នុងកូនទូលមានព្រិនម្ដៅម្បានក៏ខឹងប៉ុណ្្នឹងឯងបងបានថាស្ត្រីខឹងច្រើនជាងគេ
បញ្ចឹងឲ្យកាត់បន្ថយខឹងហ្នឹងបងតែខំកើតជាក្រោយទៅសម្បល់ខ្មៅក្រញេះទៅបីទៅយកលេមកលាបលូនជួយមកក៏ជួយអត់រួចឯងខ្ញុំបញ្ចឹងយើងសន្សំមកលំអធម្មជាតិសាច់សម្បល់លំអធម្មជាតិអមកនេះហេតុប្រពុតលោកប្រាប់សេចក្តីសោកកើតពីការរសាសិល5ហ្នឹងមានអីអ្នកណាហ៊ានរសាសិលអ្នកកាន់ពុទ្ធសាសនាអត់ទេបងធ្វើទៀនធ្វើតែគេបបួលឲ្យរសាសិលគេញែងខ្លួនតែសំតែខ្ញុំនៅក្មេងណាមានកន្លែងណាដែលប្រពុតលោកហាមយើងថាក្មេងសំសិលមិនបាននោះតាមពិតទៅលោកសំដែងថាសិល5ហ្នឹងទុកដូចផែនដីអ្នកណាដែលមានសិល5គឺជើងចិនលើផែនដីជប់អត់មានខ្យល់ប៉ើងត្រេតត្រោតទៅណាទេតែកាលណាមានសិល5ដូចជាអត់បានចិនផែនដីណាខ្យល់មកវាប៉ើងរសាត់ក្លៀងក្លូងទៅប៉ះចង្កេចនេះនោះទៅប្រពុតលោកសំដែងអញ្ចឹងសិល5នេះញោមញាក់ខ្លះជៀសវាងបានអត់អាសន្លប់គេក៏មិនដែលសន្លប់លួចគេក៏មិនដែលលួចប្លន់ប្រពន្ធកូនគេក៏មិនដែលទៅបៀតបៀនប៉ុន្តែកុហកបោកច្រើនហើយកុហកច្រើនអ្នករស់ស៊ីអ្នកឈ្មួញលក់ដូរកុហកគេបងអើយខ្ញុំទិញមកថ្លៃណាស់កុំអានឹងកុហកគេយើងចង់ជៀសឲ្យរួចពីការកុហកកុំនិយាយថាទិញមកថ្លៃលក់ប្រមាណលក់ទៅពីព្រោះធម្មតាអ្នកលក់គេចង់បានកម្រៃយ៉ាងឯងតែកុំឲ្យយកកម្រៃវាខ្ពស់ពេកខ្ពស់ជាងអាថ្លៃដើមហ្នឹងតែថាទិញមក10000យើងលក់ចង់ឲ្យបានចំណេញ2-30000អាហ្នឹងប្រពុតថាឈ្មួញកោងអ្នកលក់នឹងកោងណាអត់មានមេត្តាករុណាអ្នកទិញគ្មានសពរត់ទេបើចឹងលក់យកចំណេញរម៉ោមកកុំឲ្យថាឈ្មួញកោងហ្នឹងបងអានឹងបាបអត់មានមេត្តាករុណាអ្នកទិញសង្កត់កគេធ្វើម៉េចឲ្យតែបានអានឹងមួយបងវាជៀសវាងពាក្យកុហកឲ្យបានកុំពោលតែទិញឡាយលក់ប្រមាណលក់ទៅបងតាមតាជៀសបានទី5សុរាគ្រឿងញៀនគ្រឿងសវ័នលោកហាមក្នុងសិលទាំង5នេះបើញោមញាសម្រាប់សត្វដាច់តែមួយទេ4អត់ដាច់ទេណាមិនដាច់ទាំងអស់ទេញោមញាទៅលួចទ្រព្យគេក៏ដាច់តែមួយដែរសិល4អត់ដាច់ទេតាមបញ្យល់ឲ្យអស់ជើងអញ្ចឹងទៅបៀតបៀនប្រពន្ធកូនគេក៏ដាច់តែមួយដែរឯទៀតអត់ដាច់ទេកុហកគេក៏ដាច់តែមួយដែរអូនតែបើផឹកស្រាដាច់ទាំងអស់ព្រោះប្រពន្ធលោកថាសុរាជាចំណងរបស់សិលបាទអាត្មាបញ្យល់ទៅញោមយល់ទៅអូអានឹងចឹងមែនស្រាជាភេសជ្ជៈដែលមានធម្មពលចំហាយវាកាលណាញោមញាតបរិភោគថាជាតិស្រាវាទៅផ្លាស់ប្ដូរចិត្តវិញ្ញាណរបស់យើងឈប់ចិត្តវិញ្ញាណរបស់យើងប្រកបទៅជាចិត្តវិញ្ញាណរបស់ស្រាធ្វើឲ្យក្លាហានអ្នកដែលមិនចេះនិយាយឲ្យតែស្វឹងនិយាយឲ្យប្របាច់ពពុះបែកពពុះមកមិនឈប់សំដែងនិយាយអត់បានការអីសោះហើយអ្នកដែលមិនកាយតែស្វឹងឲ្យអួតអាងកាងកាទាកាត់ចាក់អីហ្នឹងឯងរហូតដល់ផឹកស្រាមកក្រុមជាមួយគ្នាខ្លួនឯងស្វឹងងើបមិនរួចឲ្យទើសណាមួយដែលផឹកជាមួយគ្នាស្អប់ច្រោះគ្នាក្រោកទៅវាយគេបានហៅឲ្យគេមកក្លើសែងអញទៅវាយអាហ្នឹងទេចិត្តធំណាក្រោកដើមរួចហៅឲ្យគេជួយសែងទៅវាយអាហ្នឹងទេអាហ្នឹងចឹងបានប្រពុតថាសុរាជាចំណងរបស់សិលថាស្វឹងស្រាហើយអាសន្លប់ក៏ហ៊ានណាលួចទ្រព្យគេហ៊ានណាប្រពន្ធកូនគេក៏បៀតបៀនកុហកគេទាំងអស់នេះសុរាឲ្យទៅធំមកហើយប្រពុតលោកសំដែង
ถ้ากុំឲ្យយើងប្រព្រឹត្តសរាជាគ្រឿងវិន័យបើយើងអត់ជឿព្រះពុទ្ធអ្នកកាន់ពុទ្ធសាសនានៅតែផឹកស្រាចាញ់មូស្លីមគឺស្រាហាមដាច់សាសនាហ្នឹងបរិស័ទមូស្លីមតែអ្នកណាហ៊ានផឹកស្រាគេកាត់ចេញពីសាសនាគេហើយដល់គេបរិស័ទគេអត់ផឹកទេតែយើងពុទ្ធសាសនាចាញ់មូស្លីមទៀតវិសុរាព្រះពុទ្ធថាគ្រឿងវិន័យវិន័យធ្វើឲ្យវិន័យទ្រព្យសម្បត្តិធ្វើឲ្យខូចកិត្តិយសកេរ្តិ៍ឈ្មោះកាលណាផឹកទៅសវឹងហើយហ្នឹងវាវិន័យចុងក្រោយគឺស្លាប់អសុរាជាឃាតករសម្រាប់មនុស្សចឹងបានអាត្មាចែងនៅលើកឬមួយមកនិយាយមកសួរញោមញាណគេថានៅលើផែនដីនេះមានមនុស្ស2នាក់ម្នាក់អ្នកផឹកស្រាម្នាក់ទៀតអ្នកលេងល្បែងស៊ីសងសត្វតែគ្រឿងវិន័យដូចគ្នាវិញមានស្រីក្រមុំម្នាក់នៅលើផែនដីមានស្រីតែម្នាក់ប៉ុណ្ណឹងហើយអ្នកផឹកស្រាក៏ចង់បាននារីនោះមកជាគូក្រោមម៉ែអ្នកលេងល្បែងក៏ចង់បាននារីនោះមកជាគូក្រោមមិនយកអត់បានទេត្រូវតែយកណាមួយសួរតានារីទៅយកណាមកអាត្មាសួរមកយកណាម៉ែថាម៉េចដែរយកអ្នកផឹកស្រាយកអ្នកលេងល្បែងអញ្ចឹងត្រឹមត្រូវហើយបងយកអ្នកលេងល្បែងក្រមកពូជហិនហោចមកពូជលេងល្បែងចាញ់ទៅមកបេះកវលបេះខ្សែកខ្សែដៃពីប្រពន្ធយកទៅបញ្ចាំលេងអត់ទីមិនអោយវាវាយឈាមច្រមុះឈាមមាត់ក្រមកពូជបើយកអ្នកផឹកស្រាគ្រោះថ្នាក់តែសម័យខ្លួនអ្នកផឹកទេអត់ដល់ស្លាប់ទៅតែឯងដែលយើងប្រពន្ធកូនរួចខ្លួនណាបានហើយវាសំខាន់នៅវាមានសំណាងអាមួយងាប់ទៅមានគេមកដណ្ដឹងទៀតបានប្តីពីរអានេះស្ដាប់បានហើយកុំយកអ្នកលេងល្បែងវិសិល5នេះជាសិទ្ធិមនុស្សពុទ្ធសាសនាអ្នកបច្ចេកប្រទេសគេស្រែកឲ្យមនុស្សគោរពសិទ្ធិមនុស្សប៉ុន្តែគេអត់ប្រាប់មេរៀនទៅធ្វើអីខ្លះគោរពសិទ្ធិមនុស្សប៉ុន្តែលោកប្រាប់សិល5យើងគិតមើលហាមមិនអោយយើងសម្លាប់ជីវិតអ្នកដទៃក្រៅខ្លួនយើងមិនខ្លួនយើងហាមកុំអោយយើងលួចទ្រព្យសម្បត្តិអ្នកដទៃគេមិនមែនរបស់យើងទី3ហាមមិនអោយយើងបៀតបៀនប្រពន្ធកូនគេណាទី4ហាមមិនអោយកុហកភូតភរអ្នកដទៃយ៉ាងហាមទាំងអស់ហើយលោកហាមស្រាជាមេតាផឹកស្រាត្រវឹងហ៊ានធ្វើទាំងអស់អាសម្លាប់ក៏ហ៊ានអាលួចគេក៏ហ៊ានអាប្រពន្ធកូនគេក៏បៀតបៀនកុហកគេវាព្រមអស់ដល់អញ្ចឹងមកអត់គោរពសិទ្ធិមនុស្សទេណាបានទៅអ្នកមានសិល5គឺគោរពសិទ្ធិមនុស្សរួចខ្លួនឯងคลายទៅជាទេវតាទៀតព្រោះទេវតាក្នុងឋានសួគ៌ពីកំណើតលោកមានសិល5ស្រេចពីកំណើតសិល5របស់មនុស្សទៅសមាទានពីប្រសង្ឃបានយើងជាឧបាសកបាសិកាត្រឹមត្រូវញោមញាតខ្លះព្រោះតែជៀសវាងបានច្រើនហើយគួរតែហ៊ានរក្សាសិលធ្វើឲ្យមនុស្សសន្តិភាពមិនមកគឺគ្រួសារយើងហ្នឹងប្រពន្ធក៏មានសិលប្តីក៏មានសិលយកសិល5ទៅអប់រំកូនយើងទៀតនៅគ្រួសារយើងសន្តិភាពប្រពន្ធទុកចិត្តប្តីតែប្តីអញមានសិលប្តីទុកចិត្តប្រពន្ធតែប្រពន្ធអញមានសិលម៉ែឪទុកចិត្តកូនតែមានសិលណែស្ងប់ឲ្យក្នុងសង្គមនោះអត់មានរំគាអីគ្នាទេនេះគុណណានិសង្ឃនៃអ្នកដែលរក្សាសិលប៉ុន្តែឲ្យរក្សាគុណដល់គ្នាវិញញោមញាតអើយឯងមិនទាន់ទៅសុំសិលបាននៅក្មេង
មានច្បាប់ឯណាថាក្មេងសរសើរមិនចេះតែគិតតែខ្លួនឯងថាតែខ្លួនឯងមិនជ្រះថ្លាចឹងត្រូវហ៊ានសរសើរសិលបងដោយលោកគ្រូអ្នកគ្រូនៅវិទ្យាល័យពួកនេះសរសើរសិលបានតែមានធ្វើអីឲ្យយើងលោកគ្រូអ្នកគ្រូរសាសិលទៅអប់រំកូនសិស្សឲ្យមានសិលបង្រៀនវាឲ្យរសាសិលសង្គមសន្តិភាពអីបងអានេះហេតុគឺទៅវិញចឹងវានឹងមិនបានស្រាន់បានសន្តិភាពទេណាញោមញាតហេតុផលពុទ្ធលោកសម្ដែងថាបើចង់ឲ្យសង្គមសន្តិភាពព្រោះសង្គមយើងវាកណ្ដាលទេសន្តិភាពក្តីមិនសន្តិភាពគឺមនុស្សទេទៅធ្វើហ្នឹងចង់ឲ្យសង្គមសន្តិភាពតែមនុស្សនោះសន្តិភាពមុនអានេះហេតុផលវិញមនុស្សដែលសន្តិភាពទៅបានតែមនុស្សមានសិលធម៌យកមកហេតុផលមិនទេវតាមកសាងសន្តិភាពឲ្យស្រុកខ្មែរបានទេណាណាយ៉ាងចង់ឲ្យសង្គមសន្តិភាពតែមនុស្សសន្តិភាពមុនមនុស្សសន្តិភាពទៅបានតែមនុស្សមានសិលធម៌ហេតុផលដែរតែអត់សិលធម៌ហើយមានសន្តិភាពណាបាននេះបានពុទ្ធសាសនាជាសាសនាដែលមានហេតុផលទាំងអស់បងអ្វីដែលមានហេតុផលលោកមិនឲ្យយើងទទួលស្គាល់ទេបងបើអញ្ចឹងមកក្នុងឱកាសនេះក៏បានគម្ពីរបត្រៃបិដកមកតម្កល់ហើយក្នុងបណ្ណាល័យរបស់សាលាហ្នឹងមានបណ្ណាល័យគឺតម្កល់ក្បួនគម្ពីរដីកាអីទាំងអស់គ្រប់ទាំងផ្លូវលោកផ្លូវធ្វើអីយើងត្រូវការឆ្ងល់អីមកបើកមើលយល់ទៅចម្រើនបញ្ញាដល់យើងបណ្ណាល័យនេះពីសង្គមចាស់គេហៅហោត្រៃផ្ទះដែលគេស្រាប់តម្កល់គម្ពីរដីកាហ្នឹងហើយយូរទៅមកបាត់ហោត្រៃទៅព្រោះទៅជាធម្មមន្ទីរហៅធម្មមន្ទីរទៅវិញមន្ទីរដែលគេតម្កល់គម្ពីរដីកាច្បាប់ដែលល្អគេហៅធ្វើធម្មៈអសថ្ងៃបាត់អាធម្មមន្ទីរក៏បាត់វាមានបណ្ណាល័យមកជំនួសបណ្ណាល័យគឺគេតម្កល់ក្បួនតម្រាឲ្យសបែបសយ៉ារីនៅវិទ្យាល័យពួកយើងនេះមានឯបណ្ណាល័យមានទាំង3ដកផងបងឧស្សាហ៍ឆ្លៀនមកអានមកសិក្សាកន្លែងណាដែលមិនយល់នឹងមានប្រសង់នៅវត្តពួកនៅវត្តស្អីនៅចិត្តឯសួរលោកស្រាប់បានទេហើយអានឹងចឹងនេះពុទ្ធសាសនាបំបានសិក្សារៀនសូត្រទេមិនពុទ្ធបរិស័ទនឹងយ៉ាងហើយនេះនិយាយពីប្រធើអាហ្នឹងគឺរតនៈទី2ជាពាក្យទូលមានព្រានបដៅរបស់ព្រះពុទ្ធទី3គឺសង្ឃរតនៈសង្ឃរតនៈគឺព្រះសង្ឃមាន2ពូគឺអរិយសង្ឃនិងបឋិជនអរិយសង្ឃលោកនិព្វានអស់ហើយអត់មាននៅទេសប្តាហ៍នៅសល់តែសមតិព្រះសង្ឃដែលសន្មតដែលគេហៅសមតិសង្ឃនេះគឺលោកមានកិលេសគ្រោតគ្រាតដូចតែយើងដែលមិនទាំងខ្សែកិលេសអត់ទេខ្ញុំគេនេះសងៃគេឆ្វែតលោកនេះទៅព្រឹត្តចោះលោកប្រព្រឹត្តរកគេបង្ហោះពេញណាពេញណៃសត្វតែប្រព្រឹត្តអាក្រក់លោកមានកិលេសលោកភ្លេចខ្លួនប្រព្រឹត្តសមតិសង្ឃគឺលោកសិក្សារៀនសូត្រនៅពុទ្ធឱវាទរបស់ព្រះពុទ្ធមើលឲ្យលោកអប់រំបន្ទុំកាយវាចាចិត្តរបស់ព្រះលោកផងលោកមិនភ្លេចហើយសម្រាប់លោកខ្លះលោកភ្លេចខ្លួនអត់ភ្លេចខ្លួនប្រព្រឹត្តអំពើប្រព្រឹត្តដេរឆានវិជាអីបែបដាទៅសម្បកខ្លួនជាលោកសង្ឃបណ្ណាកប្បកិរិយាដូចក៏នេះបានថាអ្នកបួសមាន6យ៉ាងមួយថាឧបកិលេកាបួសទី1អត់ល្អបួសលេងល្បែងបើពីមុនមិនអញ្ចឹងនៅលេងបង្ហោះខ្លែងប៉ណាំងរទេសប៉ណាំងសេះលេងអុកឈើត្រង់លោកគ្រូសង្គ្រាញរវល់ទៅនេះពេកជុំនេះលេងអុកឈើត្រង់ញ៉ាំបួសលេងល្បែងទី2ឧបទុសិកាពុះបទុសរាយក្នុងពុទ្ធលោកហាមអីទៅធ្វើអានឹងឯងពុទ្ធលោកហាមសដេរឆានវិជា
ចាក់ទឹកស្រោចទឹកធ្វើខ្សែចង្កេះមន្តអាគមកិថាធ្វើស្នេហ៍ស្រោអានោះក៏ដេរចាជាប្រពន្ធលោកហាមបួសបទុសរាយប្រពន្ធលោកហាមអីទៅធ្វើអាហ្នឹងឯងវាអួតថាឯងសង្គ្រោះញាតិផងសង្គ្រោះញាតិអីប្រពន្ធលោកហាមហើយណាទៅប្រព្រឹត្តអាហ្នឹងវាឆាប់បានលៀបបានសការៈជាទីប្រាថ្នាហ្នឹងអាហ្នឹងពុះបទុសរាយបើក៏មកញោមទៅសើលោកអាហ្នឹងនេះបំផ្លាញសាសនាទេបងបួសទី2ហ្នឹងទី3ឧបមយកាបួសអត់រៀនអត់សូត្រល្ងងខ្លៅអញ្ចឹងបួសអត់រៀនអត់សូត្រទេហើយសម្រាប់មនុស្សល្ងងក្នុងសាសនានេះប្រពន្ធលោកហាមមិនឲ្យធ្វើមេដឹកនាំនិយាយទេណាហាមដាច់ពីនេះយើងស្ងាយក៏ប៉ះតែមនុស្សល្ងងហើយមកដឹកនាំគេហ្នឹងវាក្រនេះចេះជាចាប់ដាក់ទៅប្រពន្ធលោកហាមមកខ្លួនឯងទៅទទួលក៏ត្រូវអាបានអានេះលើកអានោះល្ងងឲ្យធ្វើធំក៏ត្រូវអាបានគេលោកហាមតិចបើមនុស្សល្ងងធ្វើអីប្រទេសផ្ដាឲ្យខូចពុទ្ធសាសនាឬក្នុងពុទ្ធសាសនានេះតើកាលណាដឹកនាំញោមញាតឲ្យខុសពីបត្រៃបិដកគឺបទុសរាយហើយបាទនោះប្រកាសនីយបត្រគ្រូចៅអធិការវត្តគ្រប់វត្តទៅមើលទៅការនេះបាទខាងក្រោមគេដាក់ថាលោកគ្រូត្រូវដឹកនាំពុទ្ធបរិស័ទដែលមានបត្រៃបិដកជាគោលគេប្រាប់អញ្ចឹងស្លាញ់ណាមកទៅមើលទៅបាទมันដល់រួយទៅក៏នៅអ៊ំអាមសាមពុទ្ធីណាស្ដីអីវាយក្បាលពីងបែកវាយក្មេកពីងខ្វាក់ណាទៅប្រព្រឹត្តប្រទេសប្រដាទៅខុសទៅឲ្យតែដឹកនាំខុសសិលសមាធិបញ្ញាមិនមែនពុទ្ធសាសនានាំអសក់ឲ្យឈួតឲ្យលងទៅទៀតបញ្ញោមញាតបញ្ចាំឆាប់ជឿចេតឡាអីនាំយ៉ាងនាំអសក់ឲ្យបប្រតិបត្តិខុសផ្លូវទៀតបងអាត្មាសំដែងញោមញាតស្អប់អាត្មាមិនចេះតែទេមើលទៅអ្នកស្អប់បើទេទៅបើប៉ះអាជំនឿដែលខ្លួនជឿនឹងឯងបងស្អប់អាត្មាមិនគិតទេបងឲ្យតែបាននាំពាក្យប្រពន្ធមកប្រាប់ញោមញាតនិស័យសត្វសំបែងកាលប្រពន្ធក៏លោកប្រុសបានដែរប្រុសដែលមានឧបនិស្ស័យបច្ច័យទេស្ដាប់បានមានបញ្ញាស្ដាប់បានបងទទួលយកអ្នកល្ងងខ្លៅអត់ស្ដាប់បាននៅតែអញ្ចឹងហើយបងចាំបានប្រពន្ធលោកប្រុសបានផងយ៉ាអាត្មាយបទៅជន់មកប្រុសញោមញាតមិនបានបើថាសត្វអ្នកដែលមាននិស្ស័យមានបញ្ញាបានទទួលយកបានតែមានបញ្ញាអត់យកបានទេនឹងបានទៅធ្វើម៉េចឲ្យសំបញ្ញាឲ្យកើតមានគ្រប់គ្នាសានបងបានជំនឿការងាររបស់យើងយល់ប្រព្រឹត្តតាមហេតុផលអញ្ចឹងនេះសូមញោមញាតស្ដាប់និយាយពីបញ្ញានិយាយពីព្រះសរិបុត្រប្រមុខលានកាលដែលនៅជាបរិពេជក់ហៅឧបទេសៈព្រះសរិបុត្រមុខលានឈ្មោះមុខលិព្រាមជាសិស្សរបស់សញ្ជ័យគ្រូដោយសារតែអ្នកស្វែងរកមុខក៏ធ្វើការប្រាស់ដឹងធ្វើស្វែងចែកញាដើរស្វែងរកទៅជួបគ្រូបាអាចារ្យណាដែលលោកសំដែងនៅត្រឹមត្រូវនឹងបំបីផ្លូវគ្នាតែថ្ងៃមួយឧបទេសៈបរិពេជក់ណាកាត់ចូលទៅក្នុងក្រុងរាជក្រឹសស្រាប់តែឃើញព្រះអាសជីដែលជាព្រះសង្ឃដែលបួសហើយថ្មីក្នុងសំណាក់ប្រពន្ធលោកដើរភិក្ខាលោកដើរបិណ្ឌបាតនៅក្នុងក្រុងរាជក្រឹសលោកមានកាយវិការសង្រួមហើយក៏លេខមើលទៅឃើញជ្រះថ្លាឧបទេសៈជ្រះថ្លាយីសាមណៈនេះបួសក្នុងសំណាក់គ្រូណាចាអ្នកណាជាគ្រូចង់ដឹងចឹងប៉ុន្តែលោកកំពុងតែដើរបិណ្ឌបាតមិនហ៊ានរំខានទេគេមានសិលធម៌ដែលមិនហ៊ានទៅរំខានកសិស្រួយទេសុខចិត្តដើរតាមដល់ពេលណាលោករកអាហារបានរមុំចាស់លោកចេញពីទីក្រុងទៅដើរតាមទៅឲ្យទាន់ឲ្យទៅកាក់កណ្ដាលផ្លូវសួរទៅលោកម្ចាស់
ខ្ញុំសំសួរប្រឃើញអិរិយាបថរបស់លោកសន្រួមសកត់សគុំល្អគួរជាទីជ្រះថ្លាហើយលោកដើរបិណ្ឌបាតលោកមកកលេចភ្នែកមើលទៅណាទៅមើលមកជួននឹមសម្លឹងមកអាហ្នឹងគេហៅសង្រួមជាសួរតែលោកម្ចាស់បួសសំណាក់ក្នុងសាសនាណាលោកគ្រូណាជាគ្រូរបស់លោកម្ចាស់ចង់ដឹងហើយគ្រូរបស់លោកសំដែងធ្វើអីខ្លះប្រាប់លោកសួរយ៉ាងបានព្រះអាសជីទាំងអាត្មានេះទឹមបួសហើយខ្ចីថ្មីមិនទាន់ដឹងអីទេចេះធ្វើអីទេបានឧបទេសថាទេយ៉ាងម៉េចក៏គាត់តែចេះចាំអីក្រៅឲ្យសំដែងមើលទៅបានព្រះអាសជីរត់សំដែងយេធមេហេតុបពវិទេសង្ហេតុតថាគតោទេសញ្ចៈយោនិរោធោចៈអេវង្វេទីមហាសមណោបល័យថាព្រះដថាគតជាសាមណៈគ្រូអាត្មារត់សំដែងធ្វើទាំងឡាយតែងកើតពីហេតុហើយព្រះអង្គទ្រង់ជ្រាបនៅហេតុនៃធ្វើទាំងឡាយនោះផងមួយទៀតទ្រង់ជ្រាបនៅសេចក្តីរលត់និងអបាយជាគ្រឿងរំលត់ធ្វើរបស់នេះសច្ចៈធ្វើហេតុផលរបស់តែសេចក្តីទុកក៏មានហេតុទៀតបើអត់ហេតុក៏មិនដែលកើតទុកទេគឺតណ្ហាជាហេតុណាពេលដល់កើតឲ្យមានវិធីរំលត់ទុកពេលទុកដែលរំលត់បានដោយអរិយមគ្គអថង្គិកមគ្គនេះហេតុផលតែប៉ុណ្ណឹងសារីបុត្រលោកយល់ឃើញបានលោកប្រាប់ថាអព្រះបរមសាស្តាគ្រូអាត្មាជាមហាសមណៈលោកមានវាទិពោលយ៉ាងនេះជាប្រកដីអត់ដែលនិយាយទៅហេតុផលហើយផលហ្នឹងហើយនេះធ្វើហេតុផលជំនាញទុកវាកើតឡើងពីតណ្ហាដែលយើងប្រាថ្នារបស់វាកើតទុកដល់ទុកមានហើយមានវិធីដែលត្រូវរំលត់ទុកមេគាដែលរំលត់ទុកបានគឺអថង្គិកមេអរិយមេណាដែលលោកសម្ដែងទៅប្រាប់ហេតុផលនេះបញ្ជាក់ពុទ្ធសាសនាដល់សម្ដែងទៅលោកយល់កើតធម្មចក្រហោសោតាបដិមេកើតដល់លោកកើតបញ្ញាឡើងអូទទួលយកហេតុផលបានគេពីមុនជឿអត់ជឿតែជឿតែមុជទឹកលៀងបាបជឿតែស្អីបាននាំយកពាក្យហ្នឹងទៅប្រាប់អាមោគលិសម្លាញ់ណាសម្ដែងធ្វើនឹងប្រាប់តាមព្រះអាសជីសម្ដែងក៏ស្ដាប់ហើយកើតធម្មចក្រខុសដូចគ្នាសោតាបដិមេកើតឡើងឬស្វាងយល់បាននាំគ្នាលះបង់គ្រូនឹងគ្រូសញ្ជ័យហ្នឹងលះបង់ទៅលោកគ្រូនឹងខឹកសិស្សតាមទៅ250តាមទៅមុននៅ250 500 250ទៅឲ្យដល់ឃើញលោកគ្រូអួតធ្លាក់ឈាមណាបងសញ្ជ័យសិស្ស250ត្រឡប់នេះបានទៅតែ250អ្នកដែលមាននិស្ស័យទៅបួសសំពនួតចំពោះព្រះសម្មាសម្ពុទ្ធគេណាលោកសម្ដែងពីហេតុផលថ្ងៃនេះបញ្ជាក់អញ្ញមានធ្វើបបពុទ្ធមានហេតុមានផលថាអ្វីមានហេតុផលមិនមែនទេលុបចោលប្រាប់យ៉ាងដឹងតែអាត្មាប្រាប់ថាឲ្យលុបមិនលុបតែក៏សាច់ញោមញីទៅបើស្ពាយអាហ្នឹងទៅទៀតក៏ស្ពាយទៅបើញោមស្ពាយហ្នឹងមិនមែនពុទ្ធសាសនាទេបងចឹងបើនឹងនិយាយអំពីគុណរបស់មេត្តាបិតាហក់មកវិញតែបានឯគុណមេត្តាបិតាលោកឪពុកអ្នកម្ដាយនេះជាគ្រូទី1របស់កូនប្រុសកូនស្រីប្រពន្ធលោកប្រាប់គ្រូទី1ហើយជាទេវតាដែលរក្សាកូនមុនទេវតាណាទាំងអស់បើយើងមានដែលដឹងប្រពន្ធលោកប្រាប់ថាម៉ែឲ្យជាគ្រូទី1ណាអត់ដឹងទេបងថ្ងៃណាអាត្មាប្រាប់ឲ្យប្រពន្ធថាម៉ែឲ្យជាគ្រូទី1គ្រូនៅសាលាវិទ្យាល័យគ្រូទី2ដែរសូចគ្រូទី1ក៏បង្ហាញអីបានថាគ្រូណាយើងគិតមើលយើងកើតមកមិនចេះនិយាយចេះស្ដីអីអត់ហើយយើងនៅពីក្មេងមិនត្រូវការអីយកយំនឹងឯងមកសំអាងតែម៉ែឌឺយំអីប្រកាសជាកូនស្រេកទឹកដោះកូនឃ្លានបាយអីហើយមានជំងឺរោគាអសញ្ញាគឺយំបានជាអ្នកប្រាជ្ញថាបណ្ឌិតអានច្បាប់
ពីលអាងកម្មចាស់អាងស្លាប់ក្មេងអាងយំគ្នាសមអាងមនុស្ស4ហ្នឹងអ្នកប្រាជ្ញឃើញអីយ៉ាងខុសគេប្រាប់ណាគេលើកច្បាប់មកបញ្យល់ច្បាប់សម្ដែងអីចេះគេអាងច្បាប់បើពីលអាងកម្មឲ្យតែខឹងយើងលីបថោលីពាកដេញកាប់ពេញផ្សារពួកនេះសមអាងកម្មចឹងហើយចាស់អាងស្លាប់ចាស់អាងស្លាប់គឺចាស់យាយតាម៉ែឪយើងហ្នឹងក៏ថាកើតយាយតាម៉ែឪកូនគេចេះដឹងអីគេនិយាយប្រាប់ក៏មិនជឿប្រកាន់យកអាជំនឿចាស់កើតពីមុនហ្នឹងតែបានទេស្គាល់ជំនឿពីដើមហ្នឹងមានអរៈចិនរូបហ្នឹងជឿមួយមាត់ជឿអរៈហ្នឹងពុយអាត្មាហើយពុយអរៈនិយាយខ្លួនឯងចាយាយទួតនឹងយាយបង្កើតអាត្មាគាត់ឈឺហើយបើមិនបន់អរៈឲ្យគាត់ទៅក៏អត់ទៅទេពេទ្យកុំយកទៅដល់បន់អរៈនោះវាមិនជាបានក៏ទៅពេទ្យតែចាយើងទៅមិនជំនឿរបស់គាត់យើងកាច់មិនបានអត់ឥឡូវដល់អត់ពីគាត់ទៅមានកូនចៅណាគេរលឹកអរៈមួយអត់ទេបងអត់ទេក៏មិនឃើញអរៈណាមកធ្វើអាណាអាត្មាប្រាប់ពូជអាត្មាណាអរៈខាងម៉ែខាងឪមិនចេះតែទេបងខែគេឡើងអរៈគេមកប្រាប់ក៏ចូលប្រាក់ចូលការឲ្យគេទៅឡើងមេណាដល់មកកូនចៅអត់ឈប់លវីលវល់មិនដែលឃើញអរៈណាមកធ្វើផងណាឈឺទៅរកពេទ្យអានេះគេហៅជំនឿពីមុនមកហ្នឹងដល់ហើយយើងលះបង់ចោលបើយើងទៅបដៅម៉ែឪឲ្យគាត់លះបង់ក៏អត់លះបង់ដែរណាបងតែវាស្អិតជាប់ហ្នឹងឯងនឹងថាចាស់អាងស្លាប់ប្រាប់ឲ្យគាត់មិនជឿព្រោះគាត់អាងថាអញម៉ែអញយាយអញមានត្រូវការឲ្យស្ដាប់គាត់អត់ដឹងថាគាត់យាយតាមែនប៉ុន្តែគាត់បានរៀនស្អីអត់គិតយ៉ាងគេអាងថាម៉ែឪហើយចាស់អាងស្លាប់ឃើញសំបីតែមានរបស់អីមួយនៅក្នុងផ្ទះដូចចានដូចផ្ទាល់ទឹកអីទៅដល់កណ្ដាលផ្ទះអាយើងកូនចៅដើរទៅបានមើលទឹកថាំងចាយក៏ជេរថាវាដើរគ្មានមើលស្លាតមានភ្នែកមើលបន្ទោសយើងទៅជេរចុះបើក៏ដើរជាប់ខ្លួនគាត់ក៏ថាវាឃើញហើយគឺវាមិនយកទុកវាណាយើងខោមកយ៉ាងខានេះមិននេះបើយើងដើរទៅក៏ថាយើងដើរឡាត់អត់មើលបើគាត់ដើរទៅក៏ថាយើងឃើញហើយវាមិនយកទុកនៅតែយើងខុសតដែរបានណាគាត់អាងស្លាប់ហើយបានណាយើងមិនដឹងចាស់មិនគួរប្រកួតប្រកាន់គាត់ទេស្អាបានទេតែទៅប្រកួតឆ្លោះគ្នាហើយតែទៅឆ្លោះគ្នាឆ្លោះក្នុងលោកគ្រូណាបានទៅបីយ៉ាងម៉េចក៏គាត់មានគុណឧបការៈដែលយើងត្រូវគួរតែគោរពថាវានិស័យរបស់គាត់យ៉ាងបណ្ដោយតាមហ្នឹងណាបងសម្រួលទៅហើយតែគាត់និយាយមកគាត់និយាយយើងបើយើងមិនស្ដាប់គាត់និយាយតាមអាជំនឿទៅនេះតម្លាប់ប្រាប់យើងឲ្យយើងមានបញ្ញាថាយើងអត់ជឿដើរទៅធុញអត់ស្ដាប់គាត់និយាយយើងដើរទៅគាត់ខឹងយើងគាត់និយាយមិនស្ដាប់តែមិនស្ដាប់អញក៏ឲ្យថាអញបាននៅប្រមាណទៅចាស់តែក៏ងាប់ហើយហ្នឹងក៏អាងងាប់និយាយទីមិនស្ដាប់គាត់អាងងាប់ហើយក្មេងអាងយំនេះតែក៏ក្មេងយកយំជាធំchứ mà các bạn tại vì trong ban ấy về tia ấy ta dùng ấy dùng đua luôn rồi liên lòng đây là ai ăn dùng này sầm bay ta khliên bài khliên đó có sanh nhà dùng prap dương mình khliên từ đó prap dương mai khliên bao đó ở té vì dùng ở trên vậy ấy là mình ăn dùng mà nước buồn nhẹ nó miền sầm ăn chỉ thơm bật đến ăn chỉ ba pia là ăn cặp cha ăn slap mấy ăn dùng mà này pia sân bò ra chẳng dân cát mọi dân mới miền chạy nè xong bây giờ pia xa thà cha thà bán đó thì mẹ nó cái bằng cầm dân chạy dây ta thấy ta cái prap ta con ai những sài con ai những prao mai ao hao nè đợt tây hao sấy tao chơi tại cha, pro tao chơi tại bán mà bị cha má cất bên riêng này, và dân mình đã cất à, vậy à quay nó khăn ông tia dân sờ chan năng ấy,
គ្រឿងប្រើប្រាស់ទាំងអស់ក្នុងផ្ទះក៏ដោយសារកើតស្គាល់គោស្គាល់ក្របីអីទាំងអស់ក៏ដោយសារតែកើតបង្រៀនដែរនឹងបានប្រពន្ធលោកថាម៉ែឪជាគ្រូទី1របស់កូនហ្នឹងគ្រូនៅសាលាជាគ្រូទី2បង្រៀនយើងម៉ែឪក៏មានគុណលើយើងលោកគ្រូអ្នកគ្រូក៏មានគុណលើយើងខាងបង្ហាត់បង្រៀនវិជ្ជាចឹងខ្ពស់ដល់យើងម៉ែឪគាត់បង្រៀនយើងទៅតាមវ័យវឌ្ឍនាការដល់មកលោកគ្រូអ្នកគ្រូយើងធំហើយគាត់បង្រៀនច្បាប់សម្រាប់អីយកយើងយល់ដឹងបានតែលោកគ្រូអ្នកគ្រូជាម៉ែឪទី2របស់យើងនេះត្រូវយល់ចឹងសូមឲ្យយល់យ៉ាងណាត្រូវឲ្យដឹងគុណមេត្តាបិតានិងលោកគ្រូអ្នកគ្រូមនុស្សណានៅលើផែនដីក៏ជាសិស្សរបស់លោកគ្រូអ្នកគ្រូដែរគិតមានគុណឧបការៈបង្រៀនដល់យើងហ្នឹងត្រូវយើងតបស្នងសងគុណមេត្តាបិតាតាមដំណើរដែលយើងចាស់ដល់គាត់ចាស់ទៅយើងមានវ័យធ្វើកិច្ចការងារត្រូវតបគុណគាត់លោកគ្រូអ្នកគ្រូក៏ត្រូវតែដឹងគុណមនុស្សសប្តាហ៍ថ្ងៃសាមានណាដឹងគុណលោកគ្រូទេណាពេលលោកអ្នកណារដ្ឋមន្ត្រីសេដ្ឋីណាក៏សិស្សរបស់លោកគ្រូអ្នកគ្រូដែរគេណាបើគេមើលអត់ឃើញគេមានវិឡាមានឡានជិះលោកគ្រូជិះម៉ូតូកន្ត្រតនេះអត់ដែលមានណានឹកតបគុណឲ្យលោកគ្រូបង្ហាត់បង្រៀនវិជ្ជាសពបែបយ៉ាងដល់យើងត្រង់ហ្នឹងពុទ្ធលោកថាជាមិនយើងជាមនុស្សនិរគុណមិនស្គាល់គុណអ្នកដែលធ្វើសេចក្តីល្អមកលើយើងបានសម្ដេចជួនណាលោកលើកជាកំណាព្យទូលមាននោះថាអកតញ្ញូមិនដឹងគុណគ្រូមេត្តាបិតានិងអ្នកមានគុណឯទៀតណាចិត្តវាអាហារខ្លារោគរឿងចាប់ទោទោះអ្នកមានគុណមានចិត្តជាបន់អត់អន់សំដៅសង្គ្រោះឲ្យវារួចចាកទុកទោវានៅតែកោសរុះរោគរឿងទៀតណារោគរឿងនឹងម៉ែឪរោគរឿងនឹងលោកគ្រូវានៅតែកោសរុះរោគរឿងទៀតទោះលើកផែនដីទាំងមូលឲ្យក្តីវានៅតែឆ្លៀតរោគរឿងរ៉ាវវិញដោយចិត្តជ្រេកជ្រៀតនាំជន់ឲ្យទៀតឲ្យចូលដៃផងឲ្យចូលដៃវាណានេះគឺជន់ពេលគំនិតរោលរៀលអាក្រក់កន្លងទោះព្រះសម្ពុទ្ធវិសុទ្ធអិតមកក៏អាចចម្លងវាពុំបានដែរនឹងកុំថាយើងសំបីពុទ្ធក៏ទេសនាប្រោសវាមិនរួចនេះអកតញ្ញូទុកធ្ងន់ណាបងបើអញ្ចឹងយើងទាំងអស់គ្នាថ្ងៃនេះយើងបានស្ដាប់ធ្វើដែលពុទ្ធឧទ្ទមានត្រូវដឹងគុណមេត្តាបិតាត្រូវដឹងគុណគ្រូអ្នកផ្ដល់ចំណេះវិជ្ជាឲ្យយើងសពបែបសពយ៉ាងហ្នឹងហើយស្ងាយគេថាមានប៉ុននេះគេប៉ុនទីស្រឡាញ់ឲ្យស្នេហាប៉ុនអីថ្ងៃ14ហ្នឹងហើយថ្ងៃនេះឯងហើយចូលរវល់មកស្ដាប់ធម៌បានទៅជួបថ្ងៃណាហាបាទនឹងកុំច្រឡំណានឹងប៉ុនខែនេះគឺប៉ុនដឹងគុណមនុស្សដែលជាទីស្រឡាញ់គឺលោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូដល់បានទេឯងនេះកុំឯណាថ្ងៃស្រឡាញ់សង្សារទៅជួបអ្នកខុសពេលបើនិយាយទៅរកសង្សារខ្លួនឯងពុទ្ធលោកកាន់តែហាមទៅទៀតអត់អោយទេអត់ឲ្យយើងដើររកគូស្នេហ៍ខ្លួនឯងទេអានឹងជាសង្គ្រោះទី4របស់លោកឪពុកអ្នកម្ដាយត្រូវលោកឪពុកអ្នកម្ដាយជាអ្នករកគូសកលឲ្យកូនពុទ្ធសម្ដែងយ៉ាងណាមកបញ្ជាក់ប្រាប់បើស្ងាយយើងចង់បាត់បង់អស់ហើយដើររកគូសកលតែខ្លួនឯងហើយយ៉ាងម៉េចបានពុទ្ធលោកហាមពីព្រោះយើងយុវវ័យមើលតែមកជ្រុងនេះឲ្យតែមើលនារីនឹងបរោះនឹងសំរុំត្រូវចិត្តខ្លួនហើយសម្រាប់តែជាគូក្រោមមើលវាមិនគ្រប់ជ្រុងរីឯមេត្តាបិតាលោកមើលគ្រប់ជ្រុងមើលរូបរាងសម័យខ្លួនត្រឹមត្រូវហើយ
សស្អាតហើយមិនខ្មៅក្រញេះទេសពលិតាស្អាតវាងវៃចេះដឹងត្រូវចាត់ហើយនៅក៏សម្លឹងមើលទៅពូជពងវងតកោនៅពូជជាមនុស្សពីលឬពូជជាសពរៈអ្នកមានសិលមានធម៌មានមេត្តាក៏សម្លឹងមើលគ្រប់ជ្រុងអានឹងវាមិនខុសតែដល់រកខ្លួនឯងប្រពុតហាមអត់មានច្បាប់ទេអានឹងជាតួនាទីរបស់ម៉ែឪទៅត្រូវបំពេញមកលើកូនស្ដាប់បានទេហ៎អញ្ចឹងកុំដល់រកគូខ្លួនឯងនេះហាមបើមនុស្សយើងតែពេញវ័យហើយគួរតែម្ដាយលោកគ្រូទី1កំពុងគួរប្រាប់កូនណាកុំឲ្យជ្រុលជ្រួអាយុ5ដល់1ណាប្រាប់ថាកូនយើងតែពេញវ័យហើយមានកើតសេចក្តីស្រឡាញ់មកហើយទាំងប្រុសទាំងស្រីនេះកូនឯងមានមនុស្សប្រុសកំឡោះណាគេមកសុំស្រឡាញ់ប្រាប់កុំឲ្យទទួលប្រាប់កូនយើងចឹងណាប្រាប់បន្ទីឲ្យស្រឡាញ់កុំឲ្យជ្រុលត្រូវកូនឯងប្រាប់ទៅគេវិញថាខ្ញុំមិនមែនជាមនុស្សឯកោអនាថោម្នាក់ឯងទេមានលោកឪពុកអ្នកម្ដាយជាអ្នកមានគុណលោកគ្រប់គ្រងត្រូវចូលតាមខ្សែរយៈហ្នឹងតាមបានទេហើយ5យ៉ាងបញ្យល់កូនចឹងណាឲ្យគេទៅតាកតងតាមផ្លូវមកយើងម៉ែឪបើម៉ែឪមើលទៅសំរុំហ្នឹងក៏លើកឲ្យទៅយើងទទួលយកទៅជាគូក្រងឲ្យចុះឲ្យម៉ែឪយើងលោកមានតម្លៃដែលលោកមានគុណយើងហ្នឹងបាទហ្នឹងការងាររបស់លោកប្រពន្ធលោកប្រាប់ហើយយើងទៅលេងផ្លូវកាត់អញ្ចឹងនៅអត់គោរពតាមពុទ្ធសាសនាមិនគោរពមេត្តាបិតាសួរតែអញ្ចឹងបើយើងស្រឡាញ់គ្នាជ្រុលទៅហើយឲ្យកាបឲ្យជ្រុលមិនក៏ត្រូវតែប្រាប់ឲ្យគេចូលតាមផ្លូវដែរត្រូវយើងស្រីមកប្រាប់ម៉ែឪណាថាម៉ែនៅខ្ញុំស្រឡាញ់គេជ្រុលទៅហើយឥឡូវឲ្យគេចូលតាមផ្លូវមកស្ដីនឹងម៉ែនឹងឪបើគេចូលមកម៉ែឪសម្រួលប្រគល់ឲ្យគេទៅណាម៉ែយកខ្ញុំទៅការឲ្យនរណាខ្ញុំអត់យកទេសុចិត្តនៅព្រៅហើយប្រាប់ម៉ែតែចឹងអញ្ចឹងម៉ែក៏អត់ទេខ្លាចយកទៅផ្សំនរណាយើងអត់យកទៅនៅព្រៅក៏ខ្លាចអានឹងឯងក៏សម្រួលដល់បានទេអាអាកូនហ្នឹងយ៉ាបើជ្រុលហើយមកសឹកប្រាប់ម៉ែយើងមុនតែខ្ញុំជ្រុលហើយបាក់ចិត្តជ្រុលហើយមកគេមកនិយាយឲ្យទៅគេទៅហើយម៉ែមិនឲ្យគេទេទុកឲ្យទៅណាខ្ញុំអត់ទទួលយកទេសុខចិត្តនៅព្រៅយ៉ាងណាមកហើយម៉ែក៏ខ្លាចកូននៅព្រៅតែអានឹងនិយាយឲ្យវាអស់អញ្ចឹងតែបានទេហ៎ដើម្បីឲ្យម៉ែឲ្យយើងលោកមានតម្លៃលើយើងមានគុណហ្នឹងឲ្យគេចូលតាមខ្សែបណ្ដោយអានឹងបញ្រៀនសពគ្រប់ហើយណាចាំឲ្យបានយកទៅអនុវត្តឲ្យបានសម្រាប់ជីវិតហ្នឹងនឹងចឹងរួចសម្រាប់លោកគ្រូអ្នកគ្រូចឹងឯថ្ងៃ14កុម្ភៈហើយនេះជាបន់របស់ពូអឺរ៉ុបទេពូបច្ចេកទេសទេយើងយកគេគោរពដល់អ្នកមានគុណគេបាត់អាយុទៅវិជ័យយាទៅជាបន់ថ្ងៃសង្សារអញ្ចឹងខុសហើយយើងអត់ធ្វើយទេថ្ងៃហ្នឹងមែនបើថ្ងៃដឹងគុណមេត្តាបិតាទិញម្ហូបអាហារអីវត្ថុអីទៅជូនក៏ទៅរួចលោកគ្រូអ្នកគ្រូហ្នឹងជូនអីក៏ទៅអានេះគេហៅបុណ្យនោះដែលយើងត្រូវស្រឡាញ់តែបានទេហ៎អញ្ចឹងស្រ័យឲ្យឆ្លើយមកទៅវើយណាគេស្ដាប់តែសំដីដឹងថាអត់ពេញចិត្តទេបើឆ្លើយមកបើសំដីពេញចិត្តឆ្លើយមកស្វាហាប់តែមកអានឹងសូមជំរាបរឿងនឹងឯងថ្ងៃនេះជាថ្ងៃដែលគេនឹករលឹកដល់មនុស្សដែលគេស្រឡាញ់មនុស្សដែលយើងស្រឡាញ់គឺខោពីណាលោកឪពុកអ្នកម្ដាយយើងនិងលោកគ្រូអ្នកគ្រូដែលមានគុណឧបការៈអានឹងយើងត្រូវដឹងយ៉ាងគ្រូបាធ្យាយនេះជាម៉ែឪទី2ម៉ែឪយើងបង្កើតទី1ហើយលោកគ្រូនឹងជាម្លុំមេត្តាបិតាជាម្លុំទី1លោកគ្រូជាម្លុំទី2ដែលសិស្សគាត់នៅជ្រៅផង
លោកបដៅឲ្យអវាទទូលមានព្រានបដៅសពគ្រប់ទាំងអស់ចៅគួរគោរពគួរលំអត់លំអោនដល់លោកនោះដឹងគុណដល់លោកបានធ្វើកតញ្ញូនោះជួយទ្រទ្រង់ជីវិតយើងឲ្យរស់នៅបានស្រួលធ្វើកតញ្ញូមានគុណានុភាពបើធៀបនឹងចិនគេថាហុងស៊ុយពុទ្ធសាសនាថាកតញ្ញូកូនណាសាសនាដែលមានកតញ្ញូនឹងមេត្តាបិតាគ្រូបាអាចារ្យអ្នកប្រាជ្ញទាំងឡាយលោកតែងសរសើរបុគ្គលនៅក្នុងលោកអ្នកប្រាជ្ញទាំងឡាយគឺពុទ្ធមកសរសើរដល់បុគ្គលនឹងជីវិតរបស់បុគ្គលដែលមានធ្វើកតញ្ញូនឹងទោះបីធ្វើស្រែធ្វើចម្ការក៏មិនធ្លាក់ចោលព្រោះធ្វើកតញ្ញូជួយទ្រទ្រង់ធ្វើអ្នកចំនួនជួយប្រែអីក៏ធ្វើកតញ្ញូជួយទ្រទ្រង់ធ្វើមន្ត្រីរាជការក៏ធ្វើកតញ្ញូជួយទ្រទ្រង់អត់ឲ្យធ្លាក់ចោលទេឲ្យឡើងជានិច្ចនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងហើយបុគ្គលដែលមានធ្វើកតញ្ញូរហូតទេវតាក៏រសាដែរទេវតាគេមើលឃើញស្គាល់មនុស្សភូមិទេវតានៅតាមដើមឈើឲ្យមើលឃើញបុគ្គលដែលមានធ្វើកតញ្ញូទេវតាឃើញបុគ្គលពីលកំណាចចោលណាមកបៀតបៀនដល់រូបរាងកាយអាយុជីវិតទ្រព្យសម្បត្តិអីទេវតាលោកស្គាល់ណែលោកផ្នែកលោកបញ្ជាពង្រៀងអត់ឲ្យដើរចំយើងតែកំពីលោកសម្ដែងអញ្ចឹងពុទ្ធសម្ដែងឲ្យជីវៀងឲ្យផុតយើងនិយាយមើលមកធ្វើកតញ្ញូសពបីទេវតាក៏មិនស្ងៀមដែលរសាយើងมันពិបាកបន់ស្រន់ទេវតាឃើញយើងមនុស្សមានធ្វើកតញ្ញូលោករសាហើយញោមมันមានធ្វើมันមានកតញ្ញូតាធ្វើអសោះមានភ័យទៅបន់ទេវតាឲ្យមកជួយទេវតាណាមកជួយមនុស្សអាក្រក់អត់មានទេអត់មានទេក្នុងពុទ្ធសាសនាពុទ្ធលោកសម្ដែងប្រាប់តែបើអ្នកឯងចង់ឲ្យទេវតាជួយទៅអ្នកឯងជួយខ្លួនឯងមុនសិនឃើញទេជួយមុនគឺធ្វើល្អខ្លួនយើងមានធ្វើកតញ្ញូមានសិលទៀតទេវតាជួយតាមក្រោយបើយើងគ្មានមនុស្សអត់ក៏មិនបាច់ហៅទេមានទេវតាណាមកកាប់សម្លាប់ជាមួយយើងនឹងទេលោកជៀសវាងហៅក៏លោកមិនរវល់មើលយើងនេះសម្រាប់អ្នកដែលមានធ្វើកតញ្ញូតាធ្វើហ្នឹងអញ្ចឹងសូមឲ្យគោរពអ្នកដែលមានគុណធំយើងគឺលោកគ្រូគឺមានដាបដាលោកគ្រូអ្នកគ្រូឲ្យចំណេះចេះដឹងឲ្យពលឺរស្មីដល់យើងហ្នឹងចឹងគេថាលោកគ្រូនោះដូចជាម្ដាយឪពុកនឹងបដៅយើងនឹងតាមដោយកន្លងពុទ្ធទាំងឡាយនឹងអវាទរបស់ពុទ្ធនាំយកមកបដៅយើងទូលមានឲ្យទៅជាមនុស្សល្អប៉ុណ្ណឹងដល់ទី3ចូលមករឿងពុទ្ធាពិសេសអភិសេសពុទ្ធអភិសេសនឹងមាន2ខ្មែរមួយរាជាពិសេសមួយពុទ្ធាពិសេសរាជាពិសេសគឺគេអភិសេសស្ដេចលើកស្ដេចឲ្យគ្រប់គ្រងរាជសម្បត្តិគេធ្វើពិធីអភិសេសពុទ្ធាពិសេសដូចគ្នាហើយពុទ្ធាពិសេសនិងរាជាពិសេសបានប្រែសេចក្តីថាសិទ្ធការដែលប្រោះព្រំសុគន្ធវេរីគេស្រោចទឹកថ្ងៃនេះអភិសេសអីគេស្រោចទឹកក៏អូបទឹកសាំងទឹកខ្លោះស្រោចទឹកក៏អូបមកថ្វាយអភិសេសគឺអញ្ចឹងហើយសម្រាប់ពុទ្ធាពិសេសគឺគេប្រោះព្រំដោយសុគន្ធវេរីភ្ញីផ្កាថ្វាយចំពោះព្រះពុទ្ធរូបអង្គថ្មីហ្នឹងហើយពុទ្ធាពិសេសយើងធ្វើតំណាងទេមិនយើងទៅឲ្យព្រះពុទ្ធលោកត្រាស់ដឹងកើតទេណាហ្នឹងតែតំណាងព្រោះការប្រោះព្រំដោយសុគន្ធវេរីដោយការភ្ញីនេះគឺពួកទេវតាទេអ្នកបាចសាចថ្វាយហ្នឹងត្រេកអរនឹងការត្រាស់ដឹងនៅសម្មាសម្ពុទ្ធញ្ញាណរបស់ពុទ្ធត្រាស់ដឹងប្រវេកម្ររាប់សែនឆ្នាំលានឆ្នាំណាបានមានពុទ្ធត្រាស់មកអង្គអញ្ចឹងកាលណាពុទ្ធលោកត្រាស់ដឹងពួកទេវតាទាំងម៉ឺនចក្រវាលយៈនេក្រត់កន្ធប់អីនេះជាពួកសមាធិធិមកអបអាសាតោវិញជុំវិញរុកអពោធិមណ្ឌលសម្រាប់ព្រះសមណគោតមយើងនោះត្រាស់ក្រំដើមពោ
ជុំវិញពុទ្ធិនៅក្នុងដីក្តីក្នុងអាកាសក្តីពីលើឲ្យស្រោបឲ្យជុំវិញថ្វាយពោសព្សាតុកាគឺថ្លែងអំណរត្រេកអរនឹងការត្រាស់ដឹងរបស់ព្រះពុទ្ធប៉ុណ្ណឹងបានស្ដាប់ធម៌របស់ព្រះពុទ្ធហ្នឹងហើយលោកបាចផ្កាគ្រឿងក្រអូបថ្វាយសព្សាតុកាពោចំពោះព្រះពុទ្ធវិមានទាំងភ្លេងដូរតន្ត្រីឲ្យសួរនឹងប្រគំថ្វាយផងពួកកន្ធពនឹងទេវតាអ្នកភ្លេងអ្នកចម្រៀងហើយនៅលើមេឃសូរងំអបអរសាទរនឹងការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងអានឹងអញ្ចឹងទេណាមិនមែនបាច់ការប្រោះព្រំឲ្យប្រពុតលោកត្រាស់ដឹងបានទេយើងជាតំណាងរបស់ទេវតាទេថ្វាយពោលសព្សាតុកាជោគជានឹងនិយាយពីពុទ្ធាពិសេសហ្នឹងហើយខ្ញុំញាតយល់អញ្ចឹងបងគេអភិសេកស្ដេចគេយកគេស្រោចទឹកខ្លះទឹកសាំងទឹកគ្រឿងកអូបថ្វាយលោកហ្នឹងដើម្បីបំពេញពិធីហ្នឹងឲ្យទៅជាព្រះសម្មាសម្ពុទ្ធអញ្ចឹងមានរឿងអីទៀតទេប៉ុណ្ណឹងឯងគោលមានតែប៉ុណ្ណឹងហ៎សំដែងវាច្រើនលើសបងបើដោយគោលបំណងគឺប៉ុណ្ណឹងឲ្យចង់ដឹងឲ្យចង់ដឹងពីគុណម៉ែគុណឪគុណគ្រូដល់បានហើយហ៎អានឹងមួយនេះនឹងពុទ្ធាពិសេសហើយគុណម៉ែគុណឪណាអាត្មាសំដែងឲ្យវាថាទុកពុស្ដាទៅលំទៅលាយក្នុងនោះឲ្យយើងគោរពបដិបត្តិយ៉ាងម៉េចដឹងគុណរបស់លោកព្រោះយើងប្រើប្រាស់គ្រឿងរបស់4យ៉ាងសម្ពត់ខោអាវបាយទឹកអីហ្នឹងផ្ទះសម្បែងគេហដ្ឋានអីទាំងអស់ជាគ្រឿងឧបភោគបរិភោគហ្នឹងប្រើប្រាស់របស់គាត់ហើយនឹងអវាទទូលមានរបស់គាត់ណែនាំឲ្យយើងល្អកាលណាគាត់និយាយយើងស្អាតទៅក៏វាយម៉ែឪវាយកូនមិនហិង្សាទេណានឹងអត់ទេមកវាទៅចេះពេកនិយាយមិនស្ដាប់ប្រាប់មិនតាមគាត់វាយឲ្យយើងជប់ធ្វើអំពើអាក្រក់មើលណាខ្លះធ្លាប់ត្រូវអំពើម៉ែនៅលើកដៃមកអូមិនចេះទេសាធុវិញមានកនំនឹងម៉ែទេឯងហ្នឹងចឹងយើងត្រូវដឹងថាមកវិញយើងតែចេះមโนម្នេះគិតនិយាយមិនស្ដាប់ប្រាប់តាមហើយបានក៏វាយនឹងអរគុណនឹងគាត់តែបានទេថាក៏មកតែម៉ែវាយខ្ញុំក៏មិនបានឈប់ធ្វើអាក្រក់អូរិទ្ធលោកគ្រូអ្នកគ្រូប៉ះម៉ានទេឥឡូវតែវាយប្តឹងព្រានតែអំពើហិង្សាអីអត់ឯណាបានបើបញ្រៀនបញ្យល់វាមិនស្ដាប់ណាប៉ុន្តែកុំវាយលោកគ្រូអ្នកគ្រូកុំវាយតែយើងវាយថាអំពើហិង្សាចំមូលសាច់ភ្លៅអានេះវាផុតដែរដល់បានទេហ៎យើងមានវាយចាប់គៀបសាច់ភ្លៅនៅមូលបានតាលោកគ្រូក្តីម៉ែឪក្តីឲ្យជេរវាយយើងមូលសាច់ភ្លៅអីមិនមែនគាត់ស្អប់ទេមកពីយើងទៅចេះមโนម្នេះមិនស្ដាប់គាត់ធ្វើឲ្យយើងដើរផ្លូវត្រង់អាបានហើយហ៎អូចិត្តឲ្យអស់ប៉ុណ្ណឹងហើយដំណឹងនិយាយអីទៀតទេបងវាដល់អ្វីដែលអាត្មានិយាយសត្វពុទ្ធសាសនាណាពាក្យទូលមានព្រិនបដៅរបស់ព្រះពុទ្ធនាំខ្ញុំមកប្រាប់ឲ្យទៅជាពុទ្ធបរិស័ទដ៏ប្រសើរបរុងរឿងក្នុងជីវិតហ្នឹងហើយអ្នកកាន់ពុទ្ធសាសនានេះត្រូវបានប្រយោជន៍3យ៉ាងបើយើងមិនយល់ទៀតប្រយោជន៍ទី1គឺសម្បត្តិមនោយើងប្រាថ្នាបានសម្បត្តិមនោមានភោគទ្រព្យភោគសម្បត្តិគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិតឲ្យសោកស្រួលសម្បត្តិទី2គឺស្លាប់ទៅកាន់ឋានសួគ៌សម្បត្តិទី3គឺទៅកាន់ព្រះនិព្វានអ្នកគោរពពុទ្ធសាសនាប៉ុន្តែសម្បត្តិដែលត្រូវធ្វើមុនគេគឺសម្បត្តិមនុស្សឲ្យយើងរស់នៅដោយស្រួលមានទ្រព្យមានសម្បត្តិឲ្យគ្រប់គ្រាន់ចិញ្ចឹមជីវិតគ្រួសារយើងឲ្យបានបរិបូរណ៍កុំឲ្យខ្វះខាតជួបនឹងសេចក្តីវិនាសអន្តរាយ
ให้เราធ្វើឲ្យសម្រេចមុនគេបានយើងមានទ្រព្យសម្បត្តិច្រើនទៅយើងបរិច្ចាគធ្វើទានធ្វើអីទៅបងចឹងរសាសិលបានបើប្រក្រតខ្សត់អីទៅរសាសិលមិនបានមានអីចែកទានឲ្យគេអត់ទេអានេះត្រូវយើងធ្វើឲ្យសម្រេចសម្បត្តិមនុស្សនេះដោយសារយើងមានបញ្ញាហេតុវានៅតែក្នុងបញ្ញាហ្នឹងឯងតែយើងជ្ររីណាយជីវិតរស់នៅហួតហែងហើយកណ្ដោចកណ្ដែងសោកសៅហើយនេះប្រាប់មុននេះហើយបើតែឈប់រីណៃរលមកដឹកអិតចាយទៅរយហើយទៅអត់ជារួចទេតាមបានហើយមិនចាំដល់អិតចាយទេខំរៀនឲ្យមានសមត្ថភាពគ្រប់គ្រាន់បានយើងធ្វើកិច្ចការបម្រើជាតិយើងបានកសាងប្រទេសជាតិយើងបានเราបញ្ចប់ដល់យើងមិននឹងបានអីនិយាយទៅទៀតទេបងចឹងអ្វីដែលអាត្មាសម្ដែងទាំងបានក៏សូមឲ្យសិស្សានុសិស្សហើយនឹងលោកឪពុកម្ដាយយាយតាសូមដាស់តឿនកូនចៅរបស់ខ្លួនឲ្យតស៊ូរៀនសូត្រឲ្យដល់ត្រើយពីសម័យខ្លួនក៏អញ្ចឹងដែរបងរៀនសូត្រឲ្យដល់ត្រើយត្រាហ្នឹងកុំឲ្យបែកចិត្តរាយមាយបោះបង់ការរៀនសូត្រនឹងចោលអ្នកប្រាជ្ញលោកពោលថាអ្នករៀនទាំងឡាយកុំបីរាយមាយប្រយ័ត្នរាយមាយមិនចាអើយមើលភ្លេចអងាស់រំrồiអ្នករៀនណាប់ប្រយ័ត្នរាយមាយបោះបង់អកចោលហ្នឹងឲ្យខំរៀនហ្នឹងយកចំណេះវិជ្ជាភ្លេចអ្នករៀនទាំងឡាយប្រយ័ត្នរាយមាយប្រុសក្តីសល់វល់ត្រូវខំមិត្តរៀនចំណេះសកលត្រាតែបានដល់ត្រៃត្រាំវិជ្ជាជាទ្រព្យប្រើបានសពគ្រប់លើសទ្រព្យនានាអ្នកមានទ្រព្យស្រាប់អបអិតវិជ្ជាមិត្តភ័ក្តិផងគ្នាគេច្រើនមើលងាយណែមានទ្រព្យមានសម្បត្តិឲ្យវិជ្ជាគេមើលងាយណាស់ហើយនៅវិទ្យាល័យជាភាសាសំស្ក្រឹតបាលីថាវិទ្យាល័យគេប្រើសំស្ក្រឹតថាវិទ្យាល័យគឺប្រភពដែលផ្ដល់វិជ្ជាឲ្យមនុស្សសម្បានទេអីចឹងធ្វើទេសនាក្នុងកម្មវិធីបននៅវិទ្យាល័យស្រុកពូនេះក៏លំមគួសំតាមពេលវេលាហើយតាមពិតមិនលំមនេះវាច្រើនហួសទៅហើយនេះអង្គុយស្ដាប់មុខសពូនរញោមមកទៅហើយអាចគិតក្នុងចិត្តថាទេសអីក៏ទេសមិនចេះឈប់ឯងចុកដៃចុកជើងណាចាសង្កត់ឥឡូវឈប់ហើយឲ្យសំទៅតាមបំណងដែលចង់ឲ្យឈប់បើធ្វើទេសនាក្នុងឱកាសនេះក៏សន្មតថាចប់តែប៉ុណ្ណេះឯងអេវ៉ា